រៀបសួរអស់លោកស្រីអ្នកនាងកញ្ញាព្រមទាំងប្រិយមិត្តដែលកំពុងតាមដានស្ដាប់នៅកម្មវិធីផ្សាយព័ត៌មាននាល្ងាចថ្ងៃទី13ខែកុម្ភៈឆ្នាំ2015ដែលផ្សាយពីវិទ្យុ VO FM ផ្សាយក្នុងកម្រិតព្រៃកោះ 105.5 រាជធានីភ្នំពេញ 102.5 ខេត្តព្រះសីហនុនិង88 FM ខេត្តបាត់ដំបងនិងខេត្តសៀមរាបជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនាងខ្ញុំចេនសុជីតាព្រមទាំងសហការីនៃព័ត៌មានទាំងអស់យើងខ្ញុំនឹងរីករាយផ្ដល់ជូនលោកអ្នកនាងនៅព័ត៌មានជាតិព័ត៌មានអន្តរជាតិព្រមទាំងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតជាដំបូងមុននឹងជម្រាបជូនពីព័ត៌មានពិស្ដានាងខ្ញុំអ្នកដឹកនាំកម្មវិធីផ្សាយសូមជម្រាបជូនពីមេតិការនៃព័ត៌មានជាមុនសិនមេតិការនៃព័ត៌មានជាតិសំខាន់មានដូចជាលោកសំរងស៊ីបដិញ្ញាជាមួយនឹងកម្មករទាមទារប្រាក់ខែគោល$160ឲ្យបានក្នុងឆ្នាំនេះឬឆ្នាំក្រោយសមាជិកសភាគណៈបកសង្គ្រោះជាតិមួយរូបលាលែងពីតំណែងវីរនារីថ្មីរបស់កម្ពុជាទទួលបានរង្វាន់ Nobel សន្តិភាពពីអង្គការគ្រូបង្រៀនពិភពលោកដែលឡែកចំពោះមេតិការនៃព័ត៌មានអន្តរជាតិវិញ UN បង្ហាញវិធានការទប់ស្កាត់ការកើនឡើងសេដ្ឋកិច្ចរបស់ក្រុមអ៊ីស្លាម ISIS មេដឹកនាំនៅក្នុងកិច្ចប្រជុំយល់ព្រមលើផែនទីសន្តិភាពតែមន្ទិលនៅតែមានចិនជំរុញឲ្យក្រុមតាលីបង់ចូលរួមតុចរចាជាមួយអាហ្វហ្គានីស្ថានដើម្បីបញ្ចប់ការប្រយុទ្ធគ្នាព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានជាតិប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីផ្ដើមព័ត៌មានជាតិស្ដីពីថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិបានបដិញ្ញាជាមួយនឹងកម្មការិនីថានឹងទាមទារប្រាក់ខែគោល$160ឲ្យបាននៅឆ្នាំនេះឬឆ្នាំក្រោយដោយមិនចាំបាច់ដល់ឆ្នាំ2018នោះទេការថ្លែងបែបនេះធ្វើឡើងខណៈដែលលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាកម្មករកាត់ដេរនៅក្នុងសង្កាត់ចាមចៅនិងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យកាលពីពេលថ្មីនេះយើងនឹងវិលមកលម្អិតព័ត៌មាននេះនៅក្នុងនីតិហេតុការណ៍សំខាន់នាពេលបន្តិចទៀតនេះដែលមានសេចក្តីរាយការណ៍ពីសាយវិសាលព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM លោកនេះចរិយាមន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សអាត់ហុកបានមានប្រសាសន៍ថាចំណូលដែលកម្ពុជាទទួលបានពីបរទេសតាមរយៈកម្លាំងពលកម្មចំណាក់ស្រុកនៃពលរដ្ឋកម្ពុជាមិនបានផលវិជ្ជមានដល់កម្ពុជានោះទេលោកបានបន្តថាពេលដែលពលករទៅធ្វើការនៅក្រៅប្រទេសលែងកើតពួកគេនឹងត្រូវបរទេសបញ្ជូនមកកម្ពុជាវិញហើយបន្ទុកគឺធ្លាក់ទៅលើសង្គមកម្ពុជាជាបន្តសូមស្ដាប់សេចក្តីរាយការណ៍ពីអ៊ុនសុកឡាលោកនីចរិយាមន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការអាត់ហុកបានសម្ដែងក្តីរីករាយចំពោះចំណូលដែលកម្ពុជាទទួលបានពីពលករធ្វើការចំណាក់ស្រុកប្រមាណ$1,000 លាននៅក្នុងឆ្នាំ2014ប៉ុន្តែលោកបានលើកឡើងដែរថាបើគិតឲ្យបានស៊ីជម្រៅចំណូលនេះមិនបានផ្ដល់ភាពវិជ្ជមានដល់ពលករកម្ពុជាឡើយមិនផ្ដល់ភាពវិជ្ជមានព្រោះពលករចំណាក់ស្រុកទាំងនោះធ្វើការដោយគ្មានការធានារ៉ាប់រងផ្នែកសុខភាពទៅថ្ងៃអនាគតទេនិងធ្វើការងារដោយប្រើកម្លាំងសុទ្ធសាធដូច្នេះពេលដែលពួកគេធ្វើការលែងកើតបរទេសនឹងបញ្ជូនពួកគេត្រឡប់មកកាន់ប្រទេសកំណើតវិញចុងក្រោយបន្ទុកនេះនឹងធ្លាក់មកលើកម្ពុជាដដែលប៉ុន្តែខ្ញុំឃើញថាចំណូលនេះវាមិនមានតុល្យភាពក្នុងការទ្រទ្រង់សុខភាពពលករទាំងអស់ទេព្រោះថាពលករទាំងអស់ដែលទៅធ្វើការនៅក្រៅប្រទេសហ្នឹងគ្នាអត់មានវាហៅថាធានារ៉ាប់រងខាងសុខភាពទៅថ្ងៃអនាគតហើយក៏គ្មានប្រាក់សម្រាប់ចូលនិវត្តន៍ទៅថ្ងៃអនាគតដែរអញ្ចឹងនៅពេលដែលពលករទាំងអស់ហ្នឹងលោកអស់កម្លាំងសម្រាប់ធ្វើការព្រោះថាអ្នកទាំងអស់នេះទៅធ្វើការសុទ្ធតែទៅធ្វើការដោយកម្លាំងមិនមែនទៅធ្វើការដោយគេហៅថាវិជ្ជាជីវៈទេអញ្ចឹងនៅពេលដែលពួកគាត់អស់កម្លាំងហើយត្រូវបានគេបញ្ជូនមកវិញថាតើអ្នកណាជាអ្នកទទួលខុសត្រូវទៅលើការផ្គត់ផ្គង់គាត់ទៅអនាគតបន្ទុកនឹងទៅលើសង្គមកម្ពុជាវិញដដែលលោកនីចរិយាបានលើកឡើងថារដ្ឋាភិបាលគួរធ្វើយ៉ាងណាបង្កើនការងារនៅក្នុងស្រុកនិងបង្កើនការថែរក្សាផ្នែកសង្គមគិច្ចឲ្យបានល្អប្រសើរជាងនេះជាជាងឲ្យពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសគូបញ្ជាក់ថានៅក្នុងឆ្នាំ2014កន្លងទៅនេះកម្ពុជាទទួលបានចំណូលប្រមាណ$1,000 លានពីពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេសប្រាក់ចំណូលទាំងនេះគឺពលករខ្មែរបានបញ្ជូនមកឲ្យក្រុមគ្រួសារចំនួននេះគ្រាន់តែជាចំណូលពាក់កណ្ដាលប៉ុណ្ណោះនៃចំណូលសរុបរបស់ពលកររកបាននៅក្រៅប្រទេសខណៈដែលពេលនេះចំនួនពលករដែលធ្វើការនៅក្រៅប្រទេសមានរហូតដល់720,000 នាក់លោកប៉ៅស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានព្រមានទៅដល់កម្មករមិនឲ្យចូលធ្វើការក្នុងរោងចក្រយូលីឡើយប្រសិនបើថៅកែរោងចក្រនៅតែមិនព្រមដោះស្រាយបញ្ហាប្រព័ន្ធលូដែលកកស្ទះនិងស្ថានភាពកង្ហារដែលមានស្ថានភាពចាស់ទ្រុឌទ្រោមធ្វើឲ្យប៉ះពាល់ដល់សុខភាពកម្មករដោយសន្លប់ជាញឹកញាប់ជាបន្តសូមស្ដាប់អមតៈ
លោកប៉ៅស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានថ្លែងប្រាប់វិទ្យុវិយោថាក្នុងនាមជាប្រធានសហជីពនឹងមិនអនុញ្ញាតឲ្យកម្មករចូលធ្វើការនៅក្នុងរោងចក្រយូលីឡើយប្រសិនបើថៅកែរោងចក្រនេះនៅតែមិនព្រមដោះស្រាយបញ្ហាប្រព័ន្ធលូដែលកកស្ទះនៅក្នុងរោងចក្រនិងស្ថានភាពកង្ហារដែលមានស្ថានភាពចាស់ទ្រុឌទ្រោមធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកម្មករបណ្ដាលឲ្យកម្មករដួលសន្លប់ជាញឹកញាប់ប្រសិនបើរោងចក្រមិនបានកែតម្រូវប្រព័ន្ធលូក៏ដូចជាកង្ហារបានត្រឹមត្រូវទេដើម្បីកាត់បន្ថយគេហៅថាបញ្ហាដែលអាចកើតមានដល់សុខភាពកម្មករទេខ្ញុំមិនឲ្យកម្មករចូលទៅធ្វើការទេដរាបណាកែប្រែហើយពិនិត្យត្រឹមត្រូវហើយពីមន្ត្រីជំនាញហើយបានឲ្យធ្វើការវិញលោកប៉ៅស៊ីណាបានបញ្ជាក់ដែរថាដោយសារតែបញ្ហាប្រព័ន្ធលូស្ទះនិងស្ថានភាពកង្ហារចាស់ទើបនៅថ្ងៃទី13ខែកុម្ភៈនេះបណ្ដាលឲ្យកម្មកររោងចក្រកាដេសម្លៀកបំពាក់យូលីនៅក្នុងតំបន់សេដ្ឋកិច្ចសានតុងស្ថិតក្នុងក្រុងបបិទ្ធខេត្តស្វាយរៀងបានដួលសន្លប់ប្រមាណជាង50នាក់លោកប៉ៅស៊ីណាបានបន្តថាមុនពេលកើតហេតុកម្មករដួលសន្លប់នេះលោកបានដាក់សំណើទៅកាន់ភាគីរោងចក្រជុំវិញករណីនេះប៉ុន្តែថៅកែរោងចក្រហាក់ដូចជាមិនសូវចាប់អារម្មណ៍ដោះស្រាយបញ្ហានេះទេដូច្នេះមានតែមន្ត្រីមានសមត្ថកិច្ចប៉ុណ្ណោះដែលអាចដាក់សម្ពាធទៅកាន់ភាគីរោងចក្រដើម្បីឈានទៅបញ្ចប់បញ្ហានេះនិងដើម្បីលើកស្ទួយវិស័យកាត់ដេរនៅកម្ពុជាផងដែរលោកវ៉ាន់សំអឿនសមាជិកសភាគណៈបកសង្គ្រោះជាតិមណ្ឌលខេត្តកំពតក្នុងអាណត្តិទី5បានដាក់លិខិតទៅរដ្ឋសភាលាលែងពីតំណែងចំពោះមូលហេតុនៃការលាឈប់ពីតំណែងរបស់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនេះដោយសារលោកគ្មានឱកាសនឹងបម្រើប្រទេសជាតិតាមឆន្ទៈនិងបទពិសោធន៍របស់លោកនេះបើយោងតាមលិខិតរបស់លោកវ៉ាន់សំអឿនដាក់ជូនរដ្ឋសភានាថ្ងៃទី13ខែកុម្ភៈឆ្នាំ2015ដោយឡែកបើតាមរយៈសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថាការលាលែងពីតំណែងរបស់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិគឺមកចោះចោលជាមួយនឹងគណៈបកប្រជាជនកម្ពុជាគួរបញ្ជាក់ថាលោកវ៉ាន់សំអឿនមានអាយុ67ឆ្នាំជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិមកពីសហរដ្ឋអាមេរិកអ្នកគ្រូនាងផល្លាគឺជាវីរនារីថ្មីមួយរបស់កម្ពុជាដែលទទួលបានពានរង្វាន់ Nobel សន្តិភាពពីអង្គការគ្រូបង្រៀនពិភពលោកអ្នកគ្រូនាងផល្លាគឺជាគ្រូបង្រៀនកុមារកថ្លង់កុមារពិការភ្នែកនៅសង្កាត់ខ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញអ្នកគ្រូបានបង្រៀនកិច្ចការនេះតាំងពីឆ្នាំ1986មកម្ល៉េះពេលនេះដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រូក៏ត្រូវបានទទួលពានរង្វាន់ Nobel ដែលមានតម្លៃទឹកប្រាក់$1 លានអាមេរិកពីអង្គការគ្រូបង្រៀនពិភពលោកនេះបើតាមការឲ្យដឹងពីគេហទំព័រ Facebook របស់លោកកឹមគុណវត្តអគ្គនាយកទូរទស្សន៍ជាតិកម្ពុជានាថ្ងៃទី13ខែកុម្ភៈឆ្នាំ2015នេះព័ត៌មានឈានមុខវិទ្យុខ្មែរអន្តរជាតិ VO FM លោកសុកទូចនៃវិភាគផ្នែកវិទ្យាសាស្ត្រនយោបាយនៅកម្ពុជាបានលើកពីដំណោះស្រាយសំខាន់ៗចំនួន3សម្រាប់អ្នកនយោបាយនិងប្រជាជនកម្ពុជាជាពិសេសយុវជនកុំឲ្យនាំគ្នាដើរជាន់ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលកើតមាននាពេលកន្លងមកនេះលោកសុកទូចលើកពីដំណោះស្រាយដូចនេះក្រោយពីមើលឃើញថាការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើកម្ពុជាមិនមានភាគីណាមួយទទួលខុសត្រូវលើបញ្ហានេះជាបន្តសូមស្ដាប់គុណសម្បូរព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើកម្ពុជាក្នុងចន្លោះឆ្នាំ1970ដល់ឆ្នាំ1973គឺជាប្រវត្តិសាស្ត្រដ៏ជូរចត់មួយសម្រាប់អ្នកនយោបាយខ្មែរត្រូវតែដឹងធ្វើយ៉ាងម៉េចដើម្បីឲ្យប្រទេសជាតិគេចផុតពីមហន្តរាយនៅពេលខាងមុខនេះជាប្រសាសន៍របស់លោកសុកទូចអ្នកវិភាគឯករាជ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅកម្ពុជាប្រាប់វិទ្យុវីយ៉ូនៅរសៀលថ្ងៃទី13ខែកុម្ភៈនេះលោកសុកទូចបានបញ្ជាក់ថាអ្នកនយោបាយកម្ពុជាកន្លងមកបានធ្វើឲ្យសង្គមកម្ពុជាធ្លាក់ភាពបរាជ័យដោយសារការមិនច្បាស់លាស់របស់អ្នកនយោបាយក្នុងការដឹកនាំប្រទេសករណីជាក់ស្ដែងរឿងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើកម្ពុជាត្រូវបានសកម្មកម្មរបស់អ្នកជំនាញអាមេរិកលោកស្រី Elizabeth Baker បានឆ្លើយសំណួររបស់លោកនួនជាថាគេពិបាកទម្លាក់កំហុសទៅលើអាមេរិកទាំងស្រុងណាដែលត្រូវទទួលខុសត្រូវលើរឿងនេះឆ្លើយនឹងសំណួរថាតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនៅកម្ពុជាលោកសុកទូចបានបញ្ជាក់ថាបើសិនជាយើងនិយាយពីការទទួលខុសត្រូវគឺមានតែប្រទេសមហាអំណាចទាំង3គឺអាមេរិកចិននិងរុស្ស៊ីប៉ុន្តែលោកសុកទូចបានបន្ថែមថាពិបាកណាស់ពីព្រោះថាហេតុផលពេលទម្លាក់គ្រាប់បែកនោះជាសង្គ្រាមត្រជាក់ឬសង្គ្រាមមនោគមវិជ្ជាដែលជាសង្គ្រាមមិនបានប្រកាសមុនដូច្នេះគឺមានតែអ្នកនយោបាយនិងប្រជាជនជាពិសេសយុវជនកម្ពុជាខ្លួនឯងទេត្រូវតែកុំឲ្យបញ្ហានេះកើតមានឡើងហើយកុំដើរជាន់តាមកំឡុងនៃប្រវត្តិសាស្ត្រមួយនេះកាលណាយើងឈឺចាប់ព្រោះតែយើងដឹងប្រវត្តិសាស្ត្រច្បាស់បាទកាលណាយើងបង្កើតច្បាប់យើងត្រូវតែដឹងប្រវត្តិច្បាស់ទី1ទី2យើងត្រូវបណ្ដុះយុវជននឹងឲ្យជាយុវជនដែលស្គាល់អំពីតម្លៃអីទៅអ្នកនយោបាយពីដើមខុសអញ្ចឹងកុំឲ្យយុវជននឹងដើរមកជន់នៅអ្វីដែលដូនតាយើងធ្វើខុសអ្នកនយោបាយយើងធ្វើខុសសម័យកាលមួយមកសម័យកាលមួយខ្មែរមិនដែលធ្វើម្ចាស់លើបញ្ហាទេច្រើនតែឲ្យបបទេសអ្នកជិតខាងធ្វើម្ចាស់លើបញ្ហាប៉ុន្តែបើសិនជាយើងនៅតែមិនដឹងប្រវត្តិសាស្ត្រយើងនឹងខ្លាយទៅជាឧបករណ៍របស់អ្នកជិតខាងចំណុចទី3
យើងត្រូវហ៊ានលៀនសង្ឃឹមការពិតនៃប្រវត្តិសាស្ត្រឲ្យមនុស្សជំនាន់ក្រោយដឹងថាប្រវត្តិសាស្ត្រវាបែបនេះវាល្អអញ្ចេះវាអាក្រក់អញ្ចេះវាសអញ្ចេះវាខ្មៅអញ្ចេះសូមឲ្យប្រវត្តិសាស្ត្រកុំកែច្នៃដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងរាល់តថភាពនៃបញ្ហាកន្លងមកដើម្បីកុំឲ្យក្មេងជំនាន់ក្រោយឬអ្នកនយោបាយជំនាន់ក្រោយដើរទៅលើកន្លងចាស់គូបញ្ជាក់ថានៅក្នុងឆ្នាំ1970ដល់ឆ្នាំ1973សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីប្រទេសកម្ពុជាគិតសរុបទាំងអស់ប្រហែល3លានតោនដែលបានសម្លាប់ប្រជាជនកម្ពុជាជាច្រើនព្រមទាំងកំទេចផ្ទះសម្បែងនិងវត្តអារាមទាំងអស់ជាច្រើនទៀតផងដែរប្រវត្តិសាស្ត្រមួយនេះនៅតែជាបញ្ហាដ៏រសើបសម្រាប់ប្រទេសកម្ពុជាព័ត៌មានជាតិជាបន្តបន្ទាប់ពីមានការចូលរួមដោះស្រាយបញ្ហាចំនួនរវាងអាជីវករផ្សារទំនើបសូរិយានិងម្ចាស់ផ្សារពីសំណាក់លោកគុជចម្រើនអភិបាលខណ្ឌដូនពេញកាលពីព្រឹកថ្ងៃសុក្រទី13ខែកុម្ភៈនេះនៅតែមិនទាន់ចេញជាលទ្ធផលឡើយវត្តមានរបស់លោកគុជចម្រើនអភិបាលខណ្ឌដូនពេញបានចេញមុខដោះស្រាយបញ្ហានេះក្រោយពីក្រុមហ៊ុនផ្សារទំនើបសូរិយាបានដាក់សំណើជូនទៅអាជ្ញាធរជាផ្លូវការខណៈដែលការពិភាក្សាគ្នាអស់រយៈពេល2ថ្ងៃចាប់ពីថ្ងៃទី11ខែកុម្ភៈមកនៅតែមិនទាន់អាចរកច្រកចេញបានគូបញ្ជាក់ថាកាលពីថ្ងៃទី11រហូតដល់ព្រឹកថ្ងៃទី12ខែកុម្ភៈអាជីវករផ្សារទំនើបសូរិយាប្រមាណជាង100នាក់បានលើកគ្នាមកតវ៉ាដោយទាមទារឲ្យម្ចាស់ផ្សារអនុវត្តតាមលក្ខខណ្ឌចំនួន3ចំណុចក្នុងនោះរួមមានការតវ៉ាទាមទារសូមឲ្យភាគីផ្សារធ្វើការបញ្ចុះតម្លៃជួលតូបឲ្យបានក្នុងមួយខែ 30% សូមបញ្ឈប់អ្នកគ្រប់គ្រងចំនួន2នាក់ឈ្មោះជាសុខិនិងឡាំសុភាពនិងទី3ទាមទារលុបចោលការកាត់លុយពីអាជីវករពេលសេងតូបរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអ្នកកាសែតគ្មានព្រំដែនបានអះអាងថាសេរីភាពសារព័ត៌មាននៅក្រៅប្រទេសកម្ពុជាមានស្ថានភាពល្អជាងឆ្នាំមុនបន្តិចបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ144ជាបន្តសូមស្ដាប់ព័ត៌មានលម្អិតដែលជម្រាបជូនដោយគុណសម្បូរអង្គការអ្នកកាសែតគ្មានព្រំដែនបានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានប្រទេសកម្ពុជាក្នុងលំដាប់ថ្នាក់លេខ139សម្រាប់ឆ្នាំ2015នេះបើយើងប្រៀបធៀបទៅនឹងឆ្នាំ2014ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់140ក្នុងចំណោមប្រទេស180នេះមានន័យថាសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបានខ្ពស់ឡើងជាងឆ្នាំមុនបន្តិចនេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីសេរីភាពសារព័ត៌មានពិភពលោករបស់អង្គការនេះដែលបានចេញផ្សាយនៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2015នេះតាក់ទងទៅនឹងរបាយការណ៍ខាងលើលោកប៉ែនសមិទ្ធិប្រធានក្លឹបអ្នកកាសែតកម្ពុជាបានលើកឡើងថាការឡើងចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជានាពេលនេះគឺដោយសារវិស័យសារព័ត៌មានរបស់យើងមានភាពកែប្រែច្រើនជាងមុនមែនតើតែយើងមានការកែប្រែច្រើនក្នុងវិស័យសារព័ត៌មានដូចយើងបានឃើញគឺស្ថាប័នព័ត៌មានមួយបានប្រឹងប្រែងក្នុងការកែលម្អសេចក្តីរាយការណ៍របស់ខ្លួនតាំងពីវិទ្យុទូរទស្សន៍កាសែតចឹងជារួមខ្ញុំគិតថាស្ថានភាពសារព័ត៌មាននៅកម្ពុជានឹងមានការវិវត្តល្អជាងមុនបាទប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះបានបន្តថាទោះបីប្រទេសកម្ពុជាជាប់ក្នុងចំណាត់ថ្នាក់139ក្នុងចំណោមប្រទេស180ដែលជាតួលេខមិនទាន់ល្អក៏ដោយប៉ុន្តែមិនមែនមានន័យថាសេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងស្ថានភាពដុនដាបខ្លាំងនោះទេយ៉ាងណាក៏ដោយលោកក៏បានបន្ថែមទៀតថាកម្ពុជាមានបញ្ហាខ្លះៗមួយចំនួនជាពិសេសបញ្ហាវិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកសារព័ត៌មានគូបញ្ជាក់ថាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់139នេះបើប្រៀបធៀបទៅនឹងប្រទេសជិតខាងរបស់ខ្លួនគឺសន្ធិដ្ឋនៅលើប្រទេសចិនវៀតណាមនិងឡាវចំណែកឯប្រទេសថៃបានទទួលចំណាត់ថ្នាក់ល្អជាងប្រទេសកម្ពុជាគឺទី134សម្រាប់សហរដ្ឋអាមេរិកវិញបានទទួលចំណាត់ថ្នាក់49ចំណែកប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេបំផុតគឺប្រទេសវ៉ាង់ឡង់ហើយប្រទេសដែលទទួលបានចំណាត់ថ្នាក់ទាបជាងគេបំផុតគឺប្រទេសអេរីត្រាចាស់យើងមិនទាន់ទៅណាឆ្ងាយពីព័ត៌មានជាតិទេថ្នាក់ដឹកនាំរាជធានីភ្នំពេញបានថ្លែងកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះអង្គភាពស្ថាប័ននិងដៃគូពាក់ព័ន្ធទាំងអស់របស់សាលារាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនទើបធ្វើឲ្យរាជធានីភ្នំពេញអាចសម្រេចបាននូវសមិទ្ធផលការងារជាច្រើនទោះបីជារាជធានីភ្នំពេញបានក្លាយជាវាលបាតុកម្មកតកម្មស្ទើរពេញមួយឆ្នាំក៏ដោយជាបន្តសូមលោកអ្នកនាងស្ដាប់ព័ត៌មានលម្អិតពីលៀងធីតាថ្លែងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ2014និងលើកទិសដៅការងារឆ្នាំ2015របស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី12ខែកុម្ភៈម្សិលមិញនេះ
លោកប៉ាសុចិត្តវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង12មន្ទីរជំនាញមន្ទីរចាត់ការនិងអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងសហការអនុវត្តទិសដៅនិងភារកិច្ចរបស់រដ្ឋរាជធានីភ្នំពេញទៅធ្វើឲ្យសាលារាជធានីភ្នំពេញបានសម្រេចបានសមិទ្ធផលការងារជាច្រើនលើគ្រប់វិស័យនៅក្នុងឆ្នាំ2014កន្លងមកទោះបីជាស្ទើរតែពេញមួយឆ្នាំរាជធានីភ្នំពេញបានក្លាយជាមូលដ្ឋាននៃការធ្វើបាតកម្មកោតកម្មពីសំណាក់គណៈបកនយោបាយសហជីពនិងអង្គការសង្គមស៊ីវិលក៏ដោយក៏រាជធានីភ្នំពេញរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជាពិសេសរក្សាទំនុកចិត្តពីអ្នកចំនួនជាតិនិងអន្តរជាតិមកលើអាជ្ញាធររាជធានីភ្នំពេញបានល្អទន្ទឹមនឹងនេះលោកប៉ាសុចិត្តវង្សបានលើកយកនូវសមិទ្ធផលធំៗដែលសាលារាជធានីភ្នំពេញសម្រេចបានក្នុងឆ្នាំ2014កន្លងមកនេះដែលការងារទាំងនោះសុទ្ធតែមានការចូលរួមចំណាយពីថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធស្ថាប័នឯកជននិងដៃគូសហការនានារដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី12ខែកុម្ភៈបានចុះហត្ថលេខាទទួលប្រាក់កម្ចីពីធនាគារនីហរ៉ានអាហារ៉ាន់របស់កូរ៉េខាងត្បូងប្រមាណជាង$56 លានការផ្តល់ប្រាក់កម្ចីនេះធ្វើឡើងដើម្បីប្រើប្រាស់សម្រាប់អភិវឌ្ឍផ្លូវថ្នល់នៅកម្ពុជាជាបន្តសូមស្ដាប់អ៊ុនសុកឡាលោកអ៊ុនពាន់មនីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកលីដាហ៊ុនប្រធានធនាគារនីហរ៉ាន់អាហារ៉ាន់របស់កូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលប្រាក់កម្ចីជាង$56 លានដែលផ្ដល់ដោយកូរ៉េខាងត្បូងទំហំទឹកប្រាក់នេះនឹងយកទៅប្រើប្រាស់ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ2ពីក្រុងតាខ្មៅទៅក្រុងដូនកែវនិងផ្លូវជាតិលេខ22នៅក្នុងពិធីចុះហត្ថលេខានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី12ខែកុម្ភៈលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានផ្ដល់ហិរញ្ញប្បទានក្នុងន័យជួយគាំទ្រការអភិវឌ្ឍនៅកម្ពុជាលោកបន្តថាប្រាក់កម្ចីនេះបានធ្វើឡើងស្របតាមគោលដៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់ធនធានខ្ចីពីដៃគូអភិវឌ្ឍសម្រាប់វិនិយោគទៅលើវិស័យសំខាន់ៗចំនួន4គឺផ្លូវទឹកភ្លើងនិងធនធានមនុស្សជាមួយគ្នានោះលោកលីដាហ៊ុនប្រធានធនាគារនីហរ៉ាន់អាហារ៉ាន់របស់កូរ៉េបានថ្លែងថាគម្រោងធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែរឹងមាំខណៈដែលកូរ៉េខាងត្បូងបានក្លាយជាប្រទេសជាប់លេខ2ជាប្រទេសដែលមានអ្នកវិនិយោគច្រើនជាងគេនៅកម្ពុជាបើគិតជាទំហំទឹកប្រាក់វិនិយោគមានទំហំប្រមាណ$2000 លានអាមេរិកការវិនិយោគភាគច្រើនគឺផ្ដោតលើវិស័យឧស្សាហកម្មផលិតសំណង់និងសេវាកម្មដែលមានរហូតដល់700ក្រុមហ៊ុនជាការឆ្លើយតបទៅនឹងភាពជាដៃគូសេដ្ឋកិច្ចកូរ៉េនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងឡើងទៅលើវិស័យផ្សេងៗរួមមានគម្រោងអភិវឌ្ឍជនបទកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការអភិវឌ្ឍវិរៈអគ្គិសនីជាដើមគូជំរាបជូនថាគិតចាប់តាំងពីឆ្នាំ2001មកទល់នឹងពេលនេះកម្ពុជាទទួលប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េមានចំនួនសរុបជាង$522 លានទំហំទឹកប្រាក់នេះស្មើនឹងការអនុវត្តកិច្ចព្រមព្រៀងចំនួន16លើកគិតទាំងលើកនេះហើយកម្ពុជានិងសាធារណរដ្ឋកូរ៉េគ្រោងនឹងចុះកិច្ចព្រមព្រៀងចំនួន2បន្ថែមទៀតហើយកិច្ចព្រមព្រៀងនោះមានចំណងជើងថាការផ្ដល់ហិរញ្ញប្បទានបន្ថែមសម្រាប់អភិវឌ្ឍប្រទេសកម្ពុជានៅសល់ប្រមាណ2ថ្ងៃទៅ3ថ្ងៃទៀតប៉ុណ្ណោះស្ថានភាពអាកាសធាតុនៅប្រទេសជាតិកម្ពុជានឹងត្រូវបញ្ចប់នេះបើតាមការឲ្យដឹងពីមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមនៅថ្ងៃទី13ខែកុម្ភៈនេះមន្ត្រីដដែលបានឲ្យដឹងទៀតថាក្រោយពីស្ថានភាពត្រជាក់បានបញ្ចប់នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាភ្លៀងកក់ខែនឹងអាចកើតមានឡើងជាបន្តសូមស្ដាប់សេចក្តីរាយការណ៍ពីខុនសុភ័ក្រដោយការព្យាករណ៍របស់ក្រសួងធនធានទឹកនិងអូតូនិយមស្ថានភាពអាកាសធាតុត្រជាក់នឹងបញ្ចប់នៅពាក់កណ្ដាលខែកុម្ភៈនេះមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានឲ្យដឹងថាស្ថានភាពអាកាសធាតុនៅប្រទេសជាកម្ពុជានឹងបន្តត្រជាក់រយៈពេលពី2ទៅ3ថ្ងៃទៀតប៉ុណ្ណោះហើយការត្រជាក់នេះគឺមាននៅតាមតំបន់ខ្ពង់រាបភាគឦសាននិងខ្ពង់រាបភាគខាងជើងបាទគឺជាការពិតស្ថានភាពគឺនៅត្រជាក់ហើយត្រជាក់នេះគឺនៅសល់ផ្នែកតំបន់ខ្ពង់រាបរួមមានភ្នំរាបភាគឦសានតំបន់ខ្ពង់រាបភាគឦសាននិងតំបន់ខ្ពង់រាបភាគខាងជើងការត្រជាក់នេះអាចនៅក្នុងវង2ទៅ3ថ្ងៃទៀតនាយកខេត្តកាឡៃនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងអូតូនិយមលោកច័ន្ទយុធាមានប្រសាសន៍ប្រាប់វិទ្យុ VFM នៅថ្ងៃទី13ខែកុម្ភៈនេះថាបន្ទាប់ពីអាកាសធាតុត្រជាក់បានបញ្ចប់នៅពាក់កណ្ដាលខែកុម្ភៈនេះសីតុណ្ហភាពនឹងវិលត្រឡប់មកជាប្រក្រតីវិញជាបណ្ដាលោកបញ្ជាក់ថាអាចក្នុងសប្តាហ៍ទី3នៃខែនេះនឹងអាចមានភ្លៀងកក់ខែជាពិសេសនៅតំបន់ទំនាបកណ្ដាលជាមួយនឹងតំបន់មាត់សមុទ្រគឺខេត្តកោះកុងដែលអាចមានភាគរយច្រើនជាងគេ
ស្ថានភាពអាកាសធាតុត្រជាក់នៅប្រទេសជាណាចក្រកម្ពុជាបានកើតឡើងតាំងពីចុងឆ្នាំ2014ហើយបន្តរហូតដល់ពាក់កណ្ដាលខែកុម្ភៈឆ្នាំ2015នេះចាប់តាំងពីស្ថានភាពអាកាសធាតុត្រជាក់កើតឡើងគឺនៅតំបន់ភ្នំនិងខ្ពង់រាបសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់12ទៅ13អង្សាសេស្ថានភាពអាកាសធាតុត្រជាក់ដែលកើតមានប្រមាណជា2ខែមកនេះមិនបានបណ្ដាលឲ្យប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេរួមទាំងជីវិតមនុស្សផងដែរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនាងខ្ញុំសូមបិទបញ្ចប់ព័ត៌មានជាតិស្ដីពីទិវាចែកស្រោមអនាម័យពិភពលោកនៅក្នុងប្រទេសកម្ពុជានៃឆ្នាំ2015នេះមានការចែកស្រោមអនាម័យប្រមាណជា 50,000 ស្រោមដល់ប្រជាពលរដ្ឋប្រមាណជា 25,000 នាក់រស់នៅក្នុងរាជធានីភ្នំពេញនេះបើតាមការឲ្យដឹងពីមន្ត្រីអង្គការមូលនិធិថែទាំសុខភាពជំងឺអេដស៍ប្រចាំនៅកម្ពុជាជាបន្តសូមស្ដាប់ព័ត៌មានពិស្ដារដែលរាយការណ៍ដោយខុនសុភ័ក្រទិវាចែកស្រោមអនាម័យនៅកម្ពុជាដែលប្រារព្ធធ្វើនៅថ្ងៃទី13កុម្ភៈនេះគឺរៀបចំដោយអង្គការសង្គមស៊ីវិលចំនួន9ដោយសហការជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មន្ទីរសុខាភិបាលរាជធានីភ្នំពេញក្រោមប្រធានបទភាពស្រស់ស្រាយនិងសុខភាពជាមួយនឹងស្រោមអនាម័យគោលបំណងនៃការរៀបចំទិវានេះគឺដើម្បីបង្កើនគុណភាពបង្កើនការប្រើប្រាស់ស្រោមអនាម័យទៅលើក្រុមមនុស្សដែលប្រឈមមុខខ្ពស់និងទៅលើប្រជាជនទូទៅនេះបើតាមការដឹងពីលោកស្រីវ៉ាន់ធួនប្រធានអង្គការមូលនិធិថែទាំសុខភាពជំងឺអេដស៍ប្រចាំកម្ពុជាក្នុងការប្រារព្ធទិវានេះមានការហែកក្បួនស៊ីក្លូនៅជុំវិញរាជធានីភ្នំពេញនៅពេលព្រឹកហើយមានការឈប់នៅតាមដងផ្លូវដើម្បីរួមទាក់ទាញប្រជាពលរដ្ឋឲ្យមកទស្សនាហើយផ្សព្វផ្សាយអំពីការថែទាំសុខភាពនិងចែកស្រោមអនាម័យនៅពេលពួកគាត់ត្រូវការរីឯអង្គការចំនួន9ដែលរៀបចំទិវានេះគឺស្វែងរកក្រុមគោលដៅដែលប្រឈមមុខខ្ពស់ដូចជាពួក MSM ពួកបរិសុទ្ធស្រឡាញ់បរិសុទ្ធនិងស្ត្រីដែលធ្វើការនៅទីកំសាន្តសប្បាយដោយចុះធ្វើការដោយផ្ទាល់ជាមួយនឹងពួកគាត់ដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យហើយទន្ទឹមនឹងហ្នឹងក៏នៅពេលដែលយើងឈប់ហ្នឹងគឺយើងមានចុះចែកចុះអប់រំសុខភាពហើយនឹងផ្ដល់ស្រោមអនាម័យនៅពេលដែលប្រជាជនគាត់ត្រូវការចំពោះអង្គការ9ដែលគាត់ចូលរួមជាមួយយើងហ្នឹងគឺគាត់ចូលទៅតាមទិសដៅមានន័យថាគាត់ដើរទៅរកក្រុមគោលដៅដែលប្រឈមមុខខ្ពស់ដូចជាពួក MSM ពួកបរិសុទ្ធស្រឡាញ់បរិសុទ្ធស្ត្រីពួកបរិសុទ្ធកែភេទអីហ្នឹងហើយក៏ដូចជាអ្នកធ្វើការជាមួយនឹងទីកំសាន្តសប្បាយគឺក្រុម NGO ទាំង9ហ្នឹងចុះទៅធ្វើការផ្ទាល់ជាមួយអ្នកទាំងអស់ហ្នឹងហើយដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យលោកស្រីវ៉ាន់ធួនប្រធានអង្គការមូលនិធិថែទាំសុខភាពជំងឺអេដស៍ប្រចាំកម្ពុជាមានប្រសាសន៍ប្រាប់វិទ្យុ VOFM នៅរសៀលថ្ងៃនេះថាទិវាចែកស្រោមអនាម័យពិភពលោកគឺមានប្រទេសចំនួន31ប្រភពក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរលោកបានបញ្ជាក់ថាក្រុមការងារអង្គការចំនួន9ដែលរៀបចំទិវាស្រោមអនាម័យពិភពលោកនេះនឹងចែកស្រោមអនាម័យប្រមាណជា 50,000 ស្រោមទៅដល់ប្រជាពលរដ្ឋប្រមាណជា 25,000 នាក់ដែលរស់នៅរាជធានីភ្នំពេញការចែកស្រោមអនាម័យនេះគឺធ្វើឡើងនៅតាមដងផ្លូវនិងនៅមជ្ឈមណ្ឌលកំសាន្តក៏ពេចផងដែរការប្រពៃទិវាចែកស្រោមអនាម័យនេះគឺធ្វើឡើងមុនមួយថ្ងៃពិធីបុណ្យនៃក្តីស្រឡាញ់ឬ Valentine's Dayតើក្រុមហ៊ុនរបស់អ្នកកំពុងតែស្វែងរកសេវារក្សាទុកទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតឬតើលោកអ្នកចង់បានសេវាដែលមានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិហើយនៅតែទទួលបានការគាំទ្រក្នុងស្រុកដ៏ល្អបំផុតដែរឬទេ EasyCom សូមធ្វើការបង្ហាញនូវសេវាកម្ម Ibis Cloud ថ្មីជាប្រព័ន្ធរក្សាទុកទិន្នន័យដំបូងបង្អស់នៅប្រទេសកម្ពុជាដែលផ្ដល់សេវាគាំទ្រក្នុងស្រុកសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.easycom.com.kh/ibiscloud EasyCom សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជាព័ត៌មានអន្តរជាតិប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីលោកអ្នកនាងបានតាមដានស្ដាប់នៅកម្មវិធីព័ត៌មានជាតិជាបន្តសូមតាមដានស្ដាប់នៅព័ត៌មានអន្តរជាតិផ្ដើមព័ត៌មានអន្តរជាតិស្ដីពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី12ខែកុម្ភៈបានបើកកិច្ចប្រជុំមួយស្ដីពីវិធានការទប់ស្កាត់ការកើនឡើងសេដ្ឋកិច្ចរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ក្នុងកិច្ចប្រជុំនោះសមាជិកក្រុមប្រឹក្សាសន្តិភាពអង្គការសហប្រជាជាតិបានទទូចឲ្យភាគីពាក់ព័ន្ធពួតដៃគ្នារកវិធីសាស្ត្រទប់ស្កាត់ល្បឿនសេដ្ឋកិច្ចក្រុមអ៊ីស្លាមមួយនេះឲ្យមានប្រសិទ្ធភាពជាបន្តសូមស្ដាប់សេចក្តីរាយការណ៍ពីលៀងធីតាសេដ្ឋកិច្ចរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម IS កំពុងតែកើនឡើងជាលំដាប់ហើយកើនឡើងនោះគឺដោយសារតែក្រុមអ៊ីស្លាម IS បានលក់ប្រេងឆៅខុសច្បាប់និងលក់វត្ថុបុរាណមួយចំនួនទៅឲ្យអន្តរជាតិជាដើមការកើនឡើងសេដ្ឋកិច្ចនេះហើយធ្វើឲ្យរដ្ឋអ៊ីស្លាមមានអំណាចហើយបានដើរគម្រាមអន្តរជាតិជាពិសេសគម្រាមដល់អាមេរិកទៀតផងបច្ចុប្បន្នក្រុមអ៊ីស្លាមកំពុងតែលុកលុយដល់ប្រទេសលោកខាងលិចដែលធ្វើឲ្យប្រជាជនអឺរ៉ុបរស់នៅជាមួយភាពភ័យខ្លាចបំផុតពាក់ព័ន្ធនឹងបញ្ហានេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី12ខែកុម្ភៈ
បានបើកកិច្ចប្រជុំមួយស្ដីពីវិធានការទប់ស្កាត់ការកើនឡើងសេដ្ឋកិច្ចរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងកិច្ចប្រជុំនោះសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ15ប្រទេសបានចាត់វិធានការទប់ស្កាត់ដូចជាបញ្ឈប់ការផ្តល់ហិរញ្ញប្បទានជាប្រាក់ឬកម្ចីណាមួយដល់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម IS មួយវិញទៀតអន្តរជាតិត្រូវសហការគ្នាទប់ស្កាត់ការលក់និងទិញវត្ថុបុរាណតាមផ្លូវសម្ងាត់ចេញពីប្រទេសសេរីនិងអ៊ីរ៉ាក់ហើយមួយករណីទៀតត្រូវទប់ស្កាត់ការទិញប្រេងឆៅខុសច្បាប់ពីក្រុម IS ផងដែរក្រៅពីនេះអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephen Dujarric បានបញ្ជាក់ថាអន្តរជាតិកំពុងតែជួបហានិភ័យពាក់ព័ន្ធនឹងបញ្ហាចម្រិតទារប្រាក់បង្កដោយក្រុមអ៊ីស្លាម IS ដូច្នេះអន្តរជាតិត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតម្យ៉ាងទៀតគឺត្រូវពង្រឹងកងកម្លាំងសន្តិសុខបន្ថែមដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុលោក Stephen Dujarric បានលើកឡើងទៀតថាកាលពីខែសីហាឆ្នាំ2014អង្គការសហប្រជាជាតិបានអំពាវនាវឲ្យធនាគារពិភពលោកបញ្ឈប់ការផ្តល់ប្រាក់កម្ចីទៅក្រុមអ៊ីស្លាមលើសពីនេះទៅទៀតអង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យអន្តរជាតិរួមគ្នាទប់ស្កាត់ការទិញប្រេងពីក្រុមអ៊ីស្លាម IS រួចមកហើយដែរប៉ុន្តែយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះសេដ្ឋកិច្ចរបស់រដ្ឋអ៊ីស្លាម IS នៅតែកើនឡើងខ្លាំងដដែលនៅទីបំផុតទៅកិច្ចប្រជុំមេដឹកនាំ4ប្រទេសដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនបានឈានចូលដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាហើយប៉ុន្តែទោះជាយ៉ាងនេះក្តីមេដឹកនាំទាំងអស់នៅតែព្រួយបារម្ភដដែលព្រោះវាមិនងាយស្រួលឡើយក្នុងការអនុវត្តតាមអ្វីដែលបានឯកភាពគ្នាហើយក៏មានរឿងត្រូវធ្វើជាច្រើនទៀតមុនពេលសន្តិភាពលេចមុខឡើងពេញភ័យរាយការណ៍ព័ត៌មាននេះផែនទីជាគោលបំណងធំមួយគឺការបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែនជាមួយក្រុមឧទាមគាំទ្ររុស្ស៊ីត្រូវបានមេដឹកនាំ4ប្រទេសយល់ព្រមក្នុងកិច្ចប្រជុំហើយនៅក្នុងកិច្ចប្រជុំក្នុងទីក្រុងមីននៃប្រទេសបេឡារុសដែលចាប់ផ្ដើមតាំងពីថ្ងៃពុធបន្តរហូតដល់ថ្ងៃប្រហ័សទី12កុម្ភៈក្រោមវត្តមានលោក Vladimir Putin លោក Petro Poroshenko លោកស្រី Angela Merkel និងលោក François Hollande បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាហើយស្ថិតនៅក្រោមកិច្ចព្រមព្រៀងថ្មីនេះបទឈប់បាញ់នឹងចាប់ផ្ដើមមានប្រសិទ្ធភាពនៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យជាពេលវេលានៅក្នុងទីក្រុងគីវហើយអាវុធធុនធ្ងន់នឹងត្រូវដកចេញពីសមរភូមិមុខនៃតំបន់ជម្លោះភាគខាងកើតអ៊ុយក្រែនត្បិតភាគីទាំង4បានយល់ព្រមជាមួយគ្នាបែបនេះប៉ុន្តែមន្ទិលនៅតែកើតមានដដែលដូច្នេះមេដឹកនាំទាំងអស់ត្រូវតែអនុវត្តទាំងអស់គ្នាមុនពេលសន្តិភាពកើតឡើងនេះបើតាមការចុះផ្សាយព័ត៌មាននៅលើគេហទំព័រ Channel New Asia ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានពណ៌នាអំពីកិច្ចពិភាក្សារយៈពេល17ម៉ោងថាវាគឺជាការលំបាកខ្លាំងណាស់ព្រោះការអនុវត្តតាមកិច្ចព្រមព្រៀងពិតជាមិនងាយស្រួលដោយអ្វីដែលបានឯកភាពគ្នានោះឡើយមេដឹកនាំទាំងអស់ក៏បង្ហាញពីការប្រុងប្រយ័ត្នផងដែរចំពោះលោក François Hollande វិញបានពណ៌នាដែរថាវាគឺជាដំណោះស្រាយនយោបាយដ៏ស័ក្តិសមមួយខណៈដែលលោកស្រី Angela Merkel និយាយថាវាគ្រាន់ជាពន្លឺនៃក្តីសង្ឃឹមប៉ុណ្ណោះលោកស្រីសង្កត់ធ្ងន់ថាខ្ញុំមិនមានគំនិតអ្វីទៀតទេប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើគួររំលឹកថាអំពើហិង្សាឈានដល់សង្គ្រាមរវាងក្រុមឧទាមជាមួយកងទ័ពរដ្ឋាភិបាលអ៊ុយក្រែនប្រមាណជា10ខែមកនេះបានសម្លាប់ប្រជាជននៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនតិចណាស់ 5300 នាក់ហើយក្រៅពីនេះនៅមានអ្នករងរបួសជាច្រើនពាន់នាក់ហើយមានអ្នកចាក់ចោលលំនៅឋានរាប់លាននាក់យើងមកចាប់អារម្មណ៍ទៅលើប្រទេសចិនវិញរដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី12ខែកុម្ភៈបានជំរុញឲ្យក្រុមតាលីបង់ចូលតុចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានដើម្បីស្វែងរកសន្តិភាពនិងបញ្ចប់ការប្រយុទ្ធគ្នាតទៅទៀតលោកបញ្ជាក់ថាបើសិនជាក្រុមតាលីបង់ចូលតុចរចាឲ្យមិនចង់បានអ្វីនោះចិននឹងផ្ដល់ឲ្យបើសិនជាមានសមត្ថភាពរាយការណ៍ព័ត៌មានពិស្ដារដោយលៀងធីតាប្រទេសអាហ្វហ្គានីស្ថានជាប្រទេសគ្មានសន្តិភាពឡើយគ្មានសន្តិភាពគឺដោយសារតែក្រុមតាលីបង់តែងតែវាយប្រហារទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាបន្តបន្ទាប់ដែលធ្វើឲ្យប្រជាជនរស់នៅដោយភាពភ័យខ្លាចបំផុតពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីកាលពីថ្ងៃទី12ខែកុម្ភៈបានជំរុញឲ្យក្រុមតាលីបង់ចូលតុចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានដើម្បីស្វែងរកសន្តិភាពលើពីនេះទៅទៀតលោកជំរុញឲ្យក្រុមតាលីបង់ដាក់ហេតុផលនិងការចង់បានរបស់ខ្លួននៅលើតុចរចាជាមួយគ្នាដើម្បីបញ្ចប់ការគុំគួនតទៅទៀតលោកវ៉ាងយីបានបន្តទៀតថាបើសិនជាក្រុមតាលីបង់ទាមទារដោយលក្ខខណ្ឌណាមួយចិនត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ឲ្យបើសិនជាចិនមានសមត្ថភាពលោកថាកន្លងមករដ្ឋាភិបាលអាហ្វហ្គានីស្ថានអំពាវនាវឲ្យក្រុមតាលីបង់ចូលតុចរចាលោកគាំទ្រយ៉ាងខ្លាំងព្រោះលោកមិនចង់ឃើញប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានគ្មានសន្តិសុខឡើយទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេសអាមេរិកម្នាក់បានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះរដ្ឋមន្ត្រីការបរទេសលោកវ៉ាងយីដែលបានដើរតួនាទីជាអ្នកសម្របសម្រួលឬជាអាជ្ញាកណ្ដាលបញ្ចុះបញ្ចូលឲ្យក្រុមតាលីបង់ងាកមករកតុចរចាដើម្បីស្វែងរកសន្តិភាពបែបនេះ
លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្ថែមទៀតថាកាលពីឆ្នាំ2001អាមេរិកធ្លាប់បានបញ្ជូនកងទ័ពទៅវាយប្រហារក្រុមតាលីបង់នៅប្រទេសអាហ្គានីស្ថាននិងប្រទេសប៉ាគីស្ថានតែការធ្វើសកម្មភាពវាយប្រហារកាលនោះអាមេរិកមិនអាចវិបំបីក្រុមតាលីបង់បានឡើយតែនៅឆ្នាំ2013ក្រុមតាលីបង់បានស្ងប់ស្ងាត់មួយរយៈហើយបន្ទាប់មកក្រុមនេះបានបះបោរម្ដងទៀតដែលធ្វើឲ្យប្រជាជនរស់នៅដោយភាពភ័យខ្លាចគ្មានថ្ងៃស្ងប់ចិត្តឡើយបន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថាយន្តហោះដឹកអ្នកដំណើរ MH370 បានជួបគ្រោះថ្នាក់ពិតប្រាកដហើយមនុស្សទាំង239នាក់នៅលើយន្តហោះស្លាប់ទាំងអស់សាច់ញាតិរបស់អ្នកដំណើរមួយចំនួនជាជនជាតិចិនប្រតិកម្មយ៉ាងខ្លាំងពួកគេបានតវ៉ានៅក្នុងប្រទេសម៉ាឡេស៊ីនិងបានទទូចឲ្យរដ្ឋាភិបាលម៉ាឡេស៊ីដកសេចក្តីប្រកាសនេះជាបន្ទាន់ព្រោះគេជឿថាសាច់ញាតិរបស់គេនៅមានជីវិតនៅឡើយពេញភ័យរាយការណ៍ព័ត៌មាននេះកាលពីថ្ងៃទី12ខែកុម្ភៈនេះមានមនុស្សប្រមាណជា15នាក់ជាសាច់ញាតិអ្នកដំណើរជនជាតិចិនជិះនៅលើយន្តហោះម៉ាឡេស៊ី MH370 បាននាំគ្នាតវ៉ានៅខាងក្រៅរបងអាកាសយានដ្ឋានក្នុងប្រទេសម៉ាឡេស៊ីពួកគេពាក់មួកពណ៌សនិងពាក់អាវពណ៌ក្រហមជាមួយអក្សរនៅលើអាវថាសូមបួងសួងដល់យន្តហោះ MH370 ការឈរតវ៉ាលាយឡំជាមួយសម្លេងស្រែកយំនិងបានទទូចឲ្យរដ្ឋាភិបាលម៉ាឡេស៊ីដកការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថាអ្នកដំណើរនៅលើយន្តហោះ MH370 បានស្លាប់ទាំងអស់ចោលការទទូចបែបនេះគឺជាប្រតិកម្មបន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីកាលពីខែមុនបានប្រកាសថាការបាត់យន្តហោះ MH370 គឺជាគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដហើយមនុស្សទាំង239នាក់នៅលើយន្តហោះបានស្លាប់ទាំងអស់ប៉ុន្តែទោះជាមានការប្រកាសបែបនេះក្តីសាច់ញាតិអ្នកដំណើរមួយចំនួនមិនបានយល់ស្របឡើយហើយនៅតែអះអាងថាសាច់ញាតិរបស់ពួកគេដែលជិះនៅលើយន្តហោះ MH370 នៅមានជីវិតនៅឡើយគួររំលឹកថាយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH370 បានបាត់ពីប្រព័ន្ធរ៉ាដាកាលពីថ្ងៃទី8ខែមីនាឆ្នាំ2014ក្រោយពេលហោះចាក់ចេញពីទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិនក្រោយបាត់ស្រមោលហើយក៏មានអន្តរាគមន៍ស្វែងរកជាបន្តបន្ទាប់ដែរប៉ុន្តែគ្មានតម្រុយឬក៏ព័ត៌មានយន្តហោះមួយគ្រឿងនេះឡើយតែយន្តហោះត្រូវជឿជាក់ថាធ្លាក់នៅក្នុងសមុទ្រឥណ្ឌាភាគខាងត្បូងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនាងខ្ញុំសូមបិទបញ្ចប់ព័ត៌មានអន្តរជាតិស្ដីពីទីហ៊ានមីយ៉ាន់ម៉ាជិត50នាក់បានស្លាប់នៅក្នុងរយៈពេល1សប្តាហ៍ក្នុងការប្រយុទ្ធគ្នាជាមួយនឹងក្រុមឧទាមជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាកាសែត Global New Light របស់មីយ៉ាន់ម៉ាបានឲ្យដឹងដែរថាយន្តហោះវាប្រហារតាមជើងអាកាសក៏ត្រូវបានប្រើផងដែរដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងកាន់តែខ្លាំងជាងមុននៅការប្រយុទ្ធគ្នាក្នុងរដ្ឋសាននៅជិតព្រំដែនចិនអ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC នៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថាវាគឺជាការប្រយុទ្ធគ្នាធ្ងន់ធ្ងរបំផុតដែលបានកើតឡើងតិចណាស់2ឆ្នាំហើយបើតាមរបាយការណ៍មានប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់បានចាកចេញពីតំបន់សង្គ្រាមគេចខ្លួនចូលទៅក្នុងប្រទេសចិនចំណែកឯចិនវិញបាននិយាយថាជនភៀសខ្លួនរបស់មីយ៉ាន់ម៉ាមួយចំនួនបានឆ្លងកាត់ចូលទៅក្នុងខេត្តភាគខាងត្បូងប្រទេសចិនហើយពួកគេក៏បានទទួលការមើលថែទាំផងដែរកម្មវិធីព័ត៌មានឧបត្ថម្ភដោយពីម៉ងអូតនិមិត្តសញ្ញាបញ្ជាក់ពីគុណភាពពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នកខ្ញុំផ្ដល់ព័ត៌មានលឿនរហ័សនិងច្បាស់លាស់ជូនលោកអ្នកយ៉ាងពិតប្រាកដមិនត្រឹមតែព័ត៌មានការកំសាន្តអប់រំនិងចំណេះដឹងថ្មីៗត្រូវបានផ្សាយជូនជារៀងរាល់ថ្ងៃអ្វីដែលពិសេសទៅទៀតនោះខ្ញុំជាជើងឯកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មសេវាកម្មទៅអតិថិជនរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាពវិទ្យុ VO FM ជាដៃគូផ្ដល់ព័ត៌មានកំសាន្តនិងដៃគូផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកទំនាក់ទំនងផ្សាយតាមរយៈលេខ077 60 85 88 016 37 71 71ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលោកអ្នកកំពុងតាមដានស្ដាប់នៅកម្មវិធីផ្សាយព័ត៌មានរបស់ VO FM កម្មវិធីផ្សាយបន្តគឺជានីតិហេតុការណ៍សំខាន់ដែលនីតិហេតុការណ៍សំខាន់នៅក្នុងថ្ងៃនេះស្ដីពីលោកសំរងស៊ីបដិញ្ញាជាមួយកម្មករទាមទារប្រាក់ខែ$160ឲ្យបានក្នុងឆ្នាំនេះឬឆ្នាំក្រោយដែលរៀបចំដោយសាវិសាលបន្តមកទៀតគឺជានីតិបច្ចុប្បន្នភាពសង្គមដែលនីតិបច្ចុប្បន្នភាពសង្គមថ្ងៃនេះរៀបចំដោយឆេងសុរិយាស្ដីពីរូបភាពអាភិនិងសកម្មភាពហិង្សាមិនគួរលេចនៅលើប្រព័ន្ធផ្សព្វផ្សាយចំណែកឯនីតិបទយកានៅក្នុងថ្ងៃនេះរៀបចំដោយអឿនភារាស្ដីពីក្រដាសសែនស៊េរីថ្មីមានលក្ខណៈពិសេសរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងចុងបញ្ចប់នៃកម្មវិធីផ្សាយព័ត៌មាននាងខ្ញុំនឹងសង្ខេបជូននៅព័ត៌មានសំខាន់ឡើងវិញលោកអ្នកកំពុងស្ដាប់ការផ្សាយវិទ្យុខ្មែរអន្តរជាតិ VO FM
សេចក្តីជូនដំណឹងបន្ទាន់មន្ទីរពេទ្យ World Med Emergency យើងខ្ញុំសូមជម្រាបជូនដល់លោកស្រីនិងសាធារណជនឲ្យបានជ្រាបថាដោយដបលអគារវះកាត់របស់យើងត្រូវការជួសជុលជាបន្ទាន់ឲ្យបានមុនរដូវភ្លៀងមកដល់ដូច្នេះរាល់ការវះកាត់ធំៗត្រូវបានផ្អាកជាបណ្ដាមួយរយៈខ្លីចាប់ពីថ្ងៃទី2ខែកុម្ភៈឆ្នាំ2015រហូតដល់ដើមខែមេសាឆ្នាំ2015សូមបញ្ជាក់ថាមន្ទីរពេទ្យនៅតែទទួលការព្យាបាលរបួសផ្សេងៗដូចជាការព្យាបាលរបួសតូចតាចដែលអាចព្យាបាលនៅក្នុងអគារ OPD អគារពិគ្រោះជំងឺក្រៅឆ្អឹងបាក់ដែលតម្រូវឲ្យព្យាបាលដោយមនាងសិលា Retraction បាក់ឆ្អឹងបិទមុខដែលមិនមានភាពស្មុគស្មាញជំងឺភ្លាត់ឬថ្លោះសន្លាក់ដែលតម្រូវឲ្យធ្វើការទាញតម្រង់អ្នកជំងឺរងគ្រោះដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះអ្នកជំងឺរងការប៉ះទង្គិចក្បាលដែលពុំមានរបួសស្មុគស្មាញដទៃផ្សេងទៀតអ្នកជំងឺរបួសឆ្អឹងខ្នងតាមរយៈសេចក្តីជូនដំណឹងដូចបានជម្រាបជូនខាងលើនេះសូមលោកស្រីនិងសាធារណជនទទួលជ្រាបជាព័ត៌មាននិងសូមជួយធ្វើការផ្សព្វផ្សាយបន្តដោយក្តីអនុគ្រោះរាល់ចម្ងល់ឬសំណួរផ្សេងៗសូមរីករាយធ្វើការទំនាក់ទំនងមកកាន់បុគ្គលិកជំនាញរបស់យើងខ្ញុំតាមរយៈលោកវិជ្ជបណ្ឌិតអ៊ុំប៉ារិទ្ធាវិជ្ជបណ្ឌិតផ្នែកវះកាត់ជាន់ខ្ពស់ទូរស័ព្ទលេខ012 320 80លោកស្រីអ៊ីផតអ្នកសម្របសម្រួលផ្នែកវះកាត់ទូរស័ព្ទលេខ017 713 986សូមអរគុណហេតុការណ៍សំខាន់ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិបានបដិញ្ញាជាមួយនឹងគណៈកម្មការនីថានឹងទាមទារប្រាក់ខែគោល$160ឲ្យបាននៅឆ្នាំនេះឬឆ្នាំក្រោយដែលមិនចាំបាច់ដល់ឆ្នាំ2018នោះទេការថ្លែងបែបនេះធ្វើឡើងខណៈដែលលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាកម្មករកាត់ដេរនៅក្នុងសង្កាត់ចោមចៅនិងសង្កាត់ការកាប់ខណ្ឌពោធិ៍សែនជ័យកាលពីពេលថ្មីនេះជាបន្តសូមស្ដាប់សេចក្តីរាយការណ៍ពីសាវិសាលលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានថ្លែងប្រាប់ដល់កម្មការនីក្នុងសង្កាត់ចោមចៅនិងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យកាលពីពេលថ្មីកន្លងទៅនេះអំពីបញ្ហាប្រាក់ខែនិងបញ្ហាចំណាយផ្សេងៗថាការដំឡើងប្រាក់ខែអបបរមារបស់កម្មករនិយោជិកឲ្យដល់$160មិនចាំបាច់ដល់ឆ្នាំ2018នោះទេគឺអាចចាប់ផ្ដើមពីឆ្នាំនេះឬឆ្នាំក្រោយតទៅលោកសំរងស៊ីបានបន្ថែមថាតាមរយៈអង្គការក្រៅរដ្ឋាភិបាលនានាប្រាក់ខែគោល$128នាពេលបច្ចុប្បន្ននេះគឺមិនគ្រប់គ្រាន់សម្រាប់កម្មករនោះទេហើយតាមតួលេខបញ្ជាក់ថាទាល់តែ$177ទើបសមរម្យសម្រាប់ជីវភាពរបស់កម្មកររដ្ឋាភិបាលបានសន្យាថានៅឆ្នាំ2018នឹងឡើង$160តែខ្ញុំជឿជាក់ថាអត់ចាំបាច់2018ទេឆ្នាំនេះគឺឆ្នាំក្រោយត្រូវតែឡើងឲ្យដល់$160ហើយមិនមែនខ្ញុំអ្នកនិយាយទេអង្គការអន្តរជាតិគេមកពីគ្រប់ប្រទេសទាំងអស់គេអធិក្រិតគេទៅថាគេថាប្រាក់ខែឥឡូវនេះ$128មួយខែប្រាក់ខែគោលនេះក៏អត់បានដែរ177នេះជាតួលេខតែអង្គការក្រៅរដ្ឋាភិបាលអង្គការឯករាជ្យអភិក្រិតថា$177បានរួចបានអញ្ចឹងមកតម្លាក់128នេះជាជំហានទី1នេះយើងត្រូវតែរួមគ្នាបោះជំហានទៅមុខទៀតឲ្យបាន$160ក្នុងពេលឆាប់នេះទីបំផុតការថ្លែងរបស់លោកសំរងស៊ីបែបនេះគឺធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបកប្រជាជនកម្ពុជាបានបង្ហាញអំពីលទ្ធផលដែលបានសម្រេចក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសកាលពីពេលថ្មីនេះថាទន្ទឹមនឹងប្រាក់បៀវត្សអបបរមាប្រចាំខែរបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនឹងត្រូវដំឡើងដល់ជាង$1លាននៅឆ្នាំ2018ប្រាក់ឈ្នួលអបបរមាប្រចាំខែរបស់កម្មករនិយោជិកនៅតាមរោងចក្រសហគ្រាសក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ហើយនឹងកើនដល់$160យ៉ាងតិចក្នុងឆ្នាំ2018លោកជាតិខេមរាមន្ត្រីជាន់ខ្ពស់ដោះស្រាយវិវាទការងាររបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាឬហៅកាត់ថាជីម៉ាក់បានមានប្រសាសន៍ប្រាប់ដល់វិទ្យុវីយ៉ូនៅថ្ងៃទី13ខែកុម្ភៈនេះថាការដំឡើងប្រាក់ខែគោលកម្មករគឺយើងត្រូវគិតអំពីចលនានៃការដំឡើងនាពេលកន្លងមកហើយការដំឡើងគឺដំឡើងតាមដំណាក់កាលនិងកម្រិតរបស់វាច្បាស់លាស់ម្យ៉ាងវិញទៀតការដំឡើងប្រាក់ខែនេះទៀតសោតប្រសិនបើក្នុងមួយឆ្នាំគិតតែពីរឿងដំឡើងប្រាក់ខែដោយមិនបានយល់អំពីដំណើរការបង្កើនផលិតផលរបស់ខ្លួនទេនោះវានឹងអាចប្រឈមទៅនឹងបញ្ហាជាច្រើនដូចជាការបាត់បង់អាជីពការងារដោយសារមិនមានការកម្មង់ពីអ្នកបញ្ជាទិញរួមនឹងការបាត់បង់ការវិនិយោគជាដើមយើងមិនមែនចំណាយពេលខែទេ3-4ថ្ងៃណាអត់ទេដូចជារឿងការដំណើរអញ្ចឹងយើងរំចេញមកយ៉ាងហោចណាស់មួយឆ្នាំជាងហើយបើសិនជាមួយឆ្នាំយើងគិតតែពីរឿងតែជែកតែពីរឿងការតម្លើងប្រាក់ឈ្នួលហើយយើងអត់បានយល់ថាតើដំណើរការទៅមិនដូចយើងគ្រាន់តែយើងតម្លើងប្រាក់ឈ្នួលកន្លងមកនេះយើងឃើញ
ដែល buyer order buyer ហ្នឹងវាចុះធ្លាក់បាត់ហើយឥឡូវយើងកំពុងប្រឈមមុខចំពោះហានិភ័យនៃការអត់មានការងារធ្វើរោងចក្រទាំងអស់ស្បើយOT ក៏មិនគ្រប់គ្រាន់ធ្វើឲ្យប្រាក់ចំណូលរបស់កម្មករប៉ះពាល់ជាទូទៅនោះអានេះយើងមិនទាន់ដឹងថាការប្រព្រឹត្តទៅនោះវាប្រព្រឹត្តទៅរួចកម្រិតណាយើងអត់ទាន់ដឹងទេព្រោះដំណាក់កាលចូលខែ1ចាប់ខែ1គឺត្រូវការបើកប្រាក់ឈ្នួលឲ្យការកម្រិតនោះវាទៅរួចកម្រិតណាបាទហើយយើងឃើញភាពត្អូញត្អែពីកម្មករយើងជិះគាត់ត្អូញត្អែឥឡូវដោយសារអត់មាន order គ្រប់គ្រាន់ជំទាវនីវឲ្យ buyer នឹងទម្លាក់ order មកហើយជួនកាល order មកនោះវាទៅជា order នោះវាចុះទៅខ្សោយគ្រប់គ្នាអញ្ចឹងអានេះជាបញ្ហាជារឿងរបស់សង្គមយើងទាំងអស់គ្នាអ្វីដែលចង់បានគឺចង់បានអ្វីអ្នកឲ្យក៏គេមានលទ្ធភាពក្នុងការសម្រេចថាឲ្យកម្រិតណាដែរលោកជាតិខេមរាបានបន្តថាសម្រាប់យន្តការនៃការដំឡើងប្រាក់ខែកម្មករគឺជាការពិភាក្សាថ្នាក់ជាតិមួយដែលតម្រូវឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនដូចជាតំណាងភាគីទាំងពីរតំណាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យការងារជាដើមមិនមែនជារឿងរបស់ក្រុមណាមួយនោះទេហើយយន្តការយើងកន្លងមកគឺមានអ្នកចូលរួមមានទាំងអង្គការ ILO មានទាំង World Bank sponsor មានទាំងពី ADB អីនឹងសង្គមភាគីពាក់ព័ន្ធទាំងពីរហើយនឹងមាន ILO ជា Nava ILO នោះអានេះគឺជាការអង្គការវិទ្យាមួយចំនួនអាហ្នឹងគឺជាការស្រាវជ្រាវទាំងអស់គ្នានៅក្នុងគណៈកម្មការដែលមានក្រសួងការងារដែលជាអ្នកនាំជាអ្នករៀបចំហើយក៏មានពាក់ព័ន្ធជាមួយក្រសួងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្មក្រសួងសង្គមកិច្ចណាអានឹងយើងពាក់ព័ន្ធចូលទៅក្នុងក្រុមការងារទី8សិក្សាស្រាវជ្រាវអានឹងគឺប្រើយន្តការច្រើនណាស់ក្នុងការភាសាថ្នាក់ជាតិនោះមិនមែនជារឿងរបស់មួយក្រុមណាមួយទេគឺជជែកក្នុងគោលថ្នាក់ជាតិណាបើខ្ញុំដឹងខ្ញុំផ្សាយឲ្យអ្នកដឹងបើខ្ញុំយល់ខ្ញុំបញ្យល់ឲ្យអ្នកយល់ខ្ញុំគឺវិទ្យុខ្មែរអន្តរជាតិ VO FM វ៉ាវស៊ីបងអូនត្រឡប់មកវិញជាមួយនឹងយុទ្ធនាការធំជាងមុនសម្រាប់អតិថិជនឈ្នះទឹកប្រាក់ភ្លាមរៀងរាល់ខែចាប់រង្វាន់ម៉ូតូ Honda ទូរទស្សន៍ទូរស័ព្ទដៃនិងស្រាបៀរកម្ពុជាទិញស៊ីម៉ងអូនបូក5បើឡើងទៅថ្ងៃនេះទទួលបានឆ្នោតសម្រាប់កោសនិងឈ្នះលុយសុទ្ធភ្លាម1000រៀលឬ2000រៀលនិងពាក្យអរគុណអាចផ្ញើចូលរួមចាប់រង្វាន់រៀងរាល់ខែសំណាក់សម្រាប់នេះព័ត៌មានឈានមុខវិទ្យុខ្មែរអន្តរជាតិ VO FM នីតិបច្ចុប្បន្នភាពសង្គមប្រព័ន្ធផ្សព្វផ្សាយគឺមានច្រើនដូចជាវិទ្យុទូរទស្សន៍កាសែតទស្សនាវដ្តីនិងបណ្ដាញសង្គមដែលពេញនិយមមួយទៀតគឺបណ្ដាញសង្គម Facebook កំពុងក្លាយជាបណ្ដាញដែលសាធារណជនជាពិសេសគឺអ្នកសារព័ត៌មានផ្ទាល់ផ្ដល់ជូននៅព័ត៌មាននិងចែករំលែកព័ត៌មានបានលឿននិងទាន់ពេលវេលាជាការកត់សម្គាល់មួយរយៈពេលចុងក្រោយនៅលើប្រព័ន្ធផ្សព្វផ្សាយជាពិសេសនៅលើបណ្ដាញសង្គម Facebook បានបង្ហាញនៅរូបភាពអាភិសនិងនៅរយៈពេលក្រោយនេះក៏បានបង្ហាញពីសកម្មភាពហិង្សាមួយចំនួនទៀតផងដែរក្នុងនាមជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារជប៉ុន Kyodo លោកពុយគៀបានប្រាប់វិទ្យុ VO ថារូបភាពអាភិសនិងសកម្មភាពហិង្សាទាំងនោះមិនគួរលេចចេញជារូបរាងប្រងព្រាតនៅលើបណ្ដាញសង្គម Facebook ឡើយតើរូបភាពអាភិសនិងសកម្មភាពហិង្សាទាំងនោះជាឥទ្ធិពលអ្វីខ្លះដល់សង្គមកម្ពុជាជាបន្តសូមលោកអ្នកនាងស្ដាប់កិច្ចសម្ភាសន៍រវាងឆេងសូរិយាជាមួយនឹងលោកពុយគៀអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារជប៉ុន Kyodo ដូចតទៅជម្រាបសួរលោកពុយគៀជម្រាបសួរបាទចាលោកពុយគៀការផ្ដល់ព័ត៌មានគឺជាការចែករំលែកព័ត៌មាននៅតាមប្រព័ន្ធព័ត៌មានដូចជាវិទ្យុទូរទស្សន៍ឬក៏កាសែតទស្សនាវដ្តីនិងបណ្ដាញសង្គមដែលយើងសង្កេតឃើញថាបច្ចុប្បន្នហ្នឹងមានការពេញនិយមជាងគេគឺបណ្ដាញសង្គម Facebook ដែលកំពុងក្លាយជាបណ្ដាញមួយដែលសាធារណជនពិសេសគឺអ្នកសារព័ត៌មានផ្ទាល់អាចផ្ដល់ជូនព័ត៌មានក៏ដូចជាចែករំលែកព័ត៌មានចាប៉ុន្តែបើយើងក៏លេចទៅមើលឲ្យចំទៅហាក់ព័ត៌មានហាក់ដូចជាមានស្តង់ដារពីរដែលតម្លៃពីគ្នាស្តង់ដារទី1គឺតកតទៅនឹងព័ត៌មានដែលផ្ដល់ប្រយោជន៍និងស្តង់ដារមួយទៀតនោះគឺតកតទៅនឹងព័ត៌មានដែលគ្មានប្រយោជន៍ចំពោះលោកពុយគៀយល់ឃើញថាព័ត៌មានប្រភេទណាដែលផ្ដល់ទៅជាប្រយោជន៍ទៅដល់អ្នកមើលក៏ដូចជាអ្នកស្ដាប់នោះចា៎បច្ចុប្បន្ននេះយើងបែងចែកព័ត៌មានជាពីរប្រភេទព័ត៌មានបែបប្រពៃណីហើយនិងព័ត៌មានបែបទំនើបដែលយើងហៅថាប្រព័ន្ធផ្សព្វផ្សាយសង្គមយើងនេះឯង social media ហើយនិងព័ត៌មានបែបប្រពៃណីគឺ traditional media ហ្នឹងគឺយើងសំដៅទៅលើកាសែតទស្សនាវដ្តីហើយនឹងតាមវិទ្យុអីហោហែចាំមកដែលជាប់មានតាំងពីដើមមក
អញ្ចឹងជាទូទៅគឺគេនៅតែឲ្យតម្លៃបើទោះបីជាប្រព័ន្ធទស្សនាទំនើបឬក៏បណ្ដាញព័ត៌មានសង្គម social media ដូចជា Facebook ឬក៏ website ឬមួយក៏ blog អីហ្នឹងទោះបីជាវាទំនើបអាចមាននៅទីណាបានក៏ដោយប៉ុន្តែវានៅតែចាញ់ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីមូលហេតុដោយសារគាត់គោរពតាមវិជ្ជាជីវៈតាមក្រមសីលធម៌របស់គាត់វិជ្ជាជីវៈខ្ញុំសម្ដៅទៅលើការផ្ដល់ព័ត៌មានដែលមានប្រយោជន៍ហើយជៀសវាងនៅព័ត៌មានទាំងឡាយណាដែលវាប៉ះពាល់ទៅដល់សង្គមជាទូទៅគឺជាប្រយ័ត្នចែងណាប៉ុន្តែផ្ទុយទៅវិញបច្ចុប្បន្នយើងឃើញហើយការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្នឹង social media ជាពិសេសគឺ Facebook ហ្នឹងគឺរញ៉េរញ៉ៃពេញហ្នឹងរញ៉េរញ៉ៃគឺទៅតាមបុគ្គលមួយដែលមិនមែនមានវិជ្ជាជីវៈអ្នកសារព័ត៌មានទេប៉ុន្តែគាត់ឃើញអ្វីផ្សេងដែលគាត់យល់ឃើញថាល្អសម្រាប់គាត់ជាបុគ្គលគឺគាត់ចែករំលែកគ្នាក្នុងនោះសូម្បីតែរូបអាភិដែលគាត់យល់ថាគាត់ចូលចិត្តមើលហើយគាត់ចែករំលែកឲ្យគេមើលដែរអាហ្នឹងតែជាបញ្ហាមួយធ្ងន់ធ្ងរប៉ះពាល់ដល់សង្គមដែលគាត់អត់បានយល់ថាការចូលចិត្តរបស់គាត់ហ្នឹងធ្វើឲ្យវាខូចប៉ះពាល់ទៅដល់សង្គមជាតិនេះគឺក្មេងៗយុវជនតែម្ដងចាជាក់ស្ដែងដោយលោកពុយគាបានមានប្រសាសន៍អញ្ចឹងយើងក៏សង្កល់ឃើញថារយៈពេលចុងក្រោយនេះជាពិសេសនៅតាមបណ្ដាញសង្គម Facebook បានបង្ហាញក៏ដូចជាចែករំលែកព័ត៌មាននិងរូបភាពជាច្រើនតួយ៉ាងដោយលោកមានប្រសាសន៍បាញ់មិញតាក់ទងទៅនឹងរូបភាពអាភិអាក្រាតកាយជាដើមតើលោកគិតថានេះគឺជាការចែករំលែកនិងផ្ដល់នេះក៏ជាការចែករំលែកនិងផ្ដល់ព័ត៌មានដូចគ្នាដែរប៉ុន្តែចំពោះលោកពុយគាលោកគិតថាព័ត៌មានប្រភេទនេះឬក៏រូបភាពបែបនេះចាស់គួរតែចែករំលែកព័ត៌មាននេះទៅដល់សាធារណជនដែរឬទេចា៎ជាទូទៅបើសម្រាប់អ្នកសារព័ត៌មានទៅវិញគឺគេប្រយ័ត្នប្រយែងមែនទែនគឺគេអត់ចែករំលែកទេព័ត៌មានបែបហ្នឹងបើមិនជាឃើញហើយគឺគេអាចយកមកធ្វើជាអត្ថបទទៅវិញគេមិនបង្ហាញរូបភាពទាំងត្រង់បែបហ្នឹងទេឬមួយក៏បើមិនជាចាំបាច់បំផុតយើងបង្ហាញរូបភាពដែរប៉ុន្តែយើងត្រូវបិទបាំងលើគេស្ម័គ្រទាំងអស់យើងត្រូវបិទបាំងឬមួយក៏យើងបង្ហាញតែផ្នែកខាងក្រោយខ្នងនេះគឺជាជំរឿនឬមួយក៏យើងបិទមុខឬក៏យើងបិទនៅផ្នែកដែលពាក់ព័ន្ធទៅនឹងគេស្មាតដែលវាយល់ឃើញថាវាប៉ះពាល់ទៅដល់យុវជនដល់សង្គមអីទាំងអស់ហើយដូច្នេះហើយនេះគឺជារឿងសំខាន់ណាស់ដែលត្រូវបែងចែកឲ្យច្បាស់ចឹងថាសូមឲ្យខាងអ្នកដែលប្រើប្រាស់សង្គមបណ្ដាញព័ត៌មានសង្គមហ្នឹងសូមឲ្យមានការពិចារណាផងពេលដែលយើងចូលចិត្តដែលជាបុគ្គលខ្លួនឯងហ្នឹងគឺសូមមើលម្នាក់ឯងទៅបានហើយបើមិនជាយើងឃើញសូមមេត្តាសូមបន្តចែកចាយនៅពេលដែលយើងយល់ឃើញថាវាអាចប៉ះពាល់ទៅដល់សង្គមទៅដល់បញ្ហាប្រព័ន្ធទៅដល់ប្រពៃណីរបស់ខ្មែរយើងប៉ុន្តែនិយាយយ៉ាងដូចនេះយើងមិនមែនថាត្រូវបិទទាំងស្រុងទេក៏ប៉ុន្តែដែលយើងមើលទៅឃើញថាវាខុសគឺវាប៉ះពាល់ខ្លាំងពេកដូច្នេះយើងបើឃើញហើយយើងគួរដឹងត្រឹមខ្លួនឯងបានហើយសូមមេត្តាចែកចាយបន្តទៀតចា៎មួយសំណួរទៀតលោកពុយគាដោយសារតែព័ត៌មាននេះកំពុងតែរងការរិះគន់ផងក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងដែរពីបណ្ដាអ្នកលេងសង្គម Facebook ចា៎នោះគឺតាក់ទងទៅនឹងបរិសម្នាក់បានប្រើហិង្សាទៅលើកុមារលួចដូងរបស់គាត់ហើយហិង្សានោះយើងបានឃើញហើយគឺមានការចាប់ជ្រមុជទឹកនៅក្នុងពាងចាប់ចងស្លាប់សេកជាដើមលោកគិតថារូបភាពបែបនេះទង្វើបែបនេះគួរតែផ្សព្វផ្សាយនិងចែករំលែកជាសាធារណៈដែរទេហើយទង្វើបែបនេះវាអាចជះឥទ្ធិពលអ្វីខ្លះទៅដល់សង្គមកម្ពុជាយើងចា៎ជាទូទៅនៅជុំវិញពិភពលោកយើងនេះគេប្រយ័ត្នប្រយែងណាស់រាល់អំពើហិង្សាទាំងអស់ចា៎ហើយជាពិសេសគឺការធ្វើទរណកម្មការកាប់សម្លាប់ការបែកសម្លាប់ហើយនឹងរាល់អំពើហិង្សាគ្រប់រូបភាពទាំងអស់គឺគេមានការប្រយ័ត្នប្រយែងចា៎ប្រយ័ត្នប្រយែងមានន័យថាកាលណាយើងបង្ហាញរូបភាពអស់ហ្នឹងច្រើនពេកវាធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់យុវជនហើយនឹងអ្នកដទៃប៉ះពាល់អារម្មណ៍ទីមួយគឺធ្វើឲ្យអ្នកដែលមើលអ្នកដែលឃើញហ្នឹងគឺរំភើបទៅធ្វើឲ្យគាត់ក្នុងភាសាបច្ចេកទេសគេហៅថា trauma អញ្ចឹងស្និទ្ធនៅក្នុងអារម្មណ៍របស់គាត់អានោះបញ្ហាទីមួយវាអាចកើតទៅលើមនុស្សធំទាំងអស់នេះគឺវាជាថ្មីម្ដងទៀតខ្ញុំយល់ឃើញថាកំពុងតែប៉ះពាល់សង្គមច្រើនណាស់នៅពេលដែលយើងប្រើប្រាស់បណ្ដាញឃោសនាប្រព័ន្ធព័ត៌មានសង្គមមិនបានត្រឹមត្រូវទៅតាមអ្វីដែលគេចង់បានតាមពិតទៅប្រព័ន្ធបណ្ដាញព័ត៌មានសង្គមយើងហៅថា Facebook ជាដើមនេះប្រើក្នុងន័យការផ្ដល់ជាដំណឹងឬក៏ជាព័ត៌មានចែកចាយគ្នាទៅវិញទៅមកក្នុងបំណងល្អតែជាបង្កើតមកនេះឧទាហរណ៍ដូចជាការយើងទៅដើរកម្សាន្តលេងហើយយើងចង់ចែករំលែកអំពីកន្លែងកម្សាន្តថ្មីឬមួយក៏ជាព័ត៌មានអ្វីផ្លែកដែលកើតមានឡើងនៅក្នុងសង្គមហើយយើងត្រូវបិទបាំងមួយចំនួននៅរូបភាពណាដែលបង្ហាញអំពីភាព
គោលគឺឬក៏សាហាវទាំងអស់នោះដូច្នេះសូមឲ្យបែរមករកចំណុចនេះវិញបាទចាសំណួរចុងក្រោយរបស់នាងខ្ញុំចាតកតងទៅនឹងបណ្ដាញសង្គម Facebook នេះផងដែរឃើញថាទទួលបានការចាប់អារម្មណ៍ច្រើនហើយយើងក៏លេចឃើញថាតកតងទៅនឹងការប្រើប្រាស់នៅបណ្ដាញសង្គមមួយនេះក៏មានផលវិជ្ជមានក៏ដូចជាផលអវិជ្ជមានគឺអាស្រ័យទៅលើអ្នកប្រើប្រាស់ផ្ទាល់តែម្ដងចាហើយតកតងទៅនឹងបណ្ដាញសង្គម Facebook នេះនេះខ្ញុំសង្កេតឃើញថាក៏បានផ្ដល់ក៏ដូចជាផ្ដល់ជូននៅអ្នកសារព័ត៌មាននិងសាធារណជនជាច្រើនក្នុងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកផងដែរអញ្ចឹងសំណួររបស់នាងខ្ញុំជាទស្សនៈរបស់លោកពុយគាតកតងទៅនឹងបញ្ហាចែករំលែកក៏ដូចជាផ្ដល់ព័ត៌មាននេះដែរថាតើព័ត៌មានប្រភេទណាដែលសាធារណជននៅទូទៅនឹងគួរតែផ្សព្វផ្សាយនិងបង្ហោះចែករំលែកជាសាធារណៈនៅតាមបណ្ដាញសង្គមជាពិសេសគឺបណ្ដាញសង្គម Facebook ផ្ទាល់តែម្ដងចាមុននេះខ្ញុំបានជម្រាបជូនខ្លះដែរហើយអំពីអ្វីដែលជាការផ្ដល់ព័ត៌មានឬក៏ជាដំណឹងមានប្រយោជន៍ដល់សង្គមឧទាហរណ៍ថាការរកឃើញបច្ចេកទេសថ្មីនៃការដាំដុះនៃដំណាំគ្រប់ប្រភេទអានេះគឺជាប្រភេទជាដំណឹងជាព័ត៌មានសំខាន់ដែលយើងត្រូវចែកចាយឬមួយក៏យើងឃើញថាការសាងសង់មិនត្រូវបែបបត់វាធ្វើឲ្យគ្រោះថ្នាក់ទៅដល់អាយុជីវិតអ្នកប្រើប្រាស់អ្នកទិញផ្ទះឬក៏ទិញសំណង់អគារលក្ខណៈអញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែជាការជួយទៅដល់សង្គមឬមួយក៏ការរៀនសូត្រធ្វើយ៉ាងម៉េចដើម្បីឲ្យសិស្សឬក៏បងប្អូននិស្សិតហ្នឹងរៀនសរសើររៀនឆាប់ចេះជាភាសាអង់គ្លេសមានបច្ចេកទេសអ្វីខ្លះមានយុទ្ធសាស្ត្រយ៉ាងម៉េចហើយគ្រូបង្រៀនអញ្ចឹងដែរដូចគ្នាធ្វើយ៉ាងម៉េចដើម្បីឲ្យប្រទេសរីកចម្រើនគឺយើងមានប្រព័ន្ធស្អីខ្លះហើយប្រទេសណាដែលយកជាគំរូឧទាហរណ៍ថាប្រទេសសិង្ហបុរីប្រទេសគាត់គោរពច្បាប់ដូច្នេះហើយធ្វើឲ្យប្រទេសគាត់រីកចម្រើននេះដោយសារតែការគោរពច្បាប់ការគោរពគ្នាទៅវិញទៅមកហើយគេឲ្យតម្លៃនៃវិស័យអប់រំអញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែជាមានប្រយោជន៍ទាំងអស់ដល់សង្គមហើយធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនផ្ទុយទៅវិញបើសិនជាយើងនាំគ្នាចែករំលែកតែព័ត៌មានអំពើហិង្សាព័ត៌មានអាក្រក់អញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋយើងវល់ហើយដូច្នេះបច្ចុប្បន្ននេះគេសោតខ្ញុំឃើញច្រើនណាស់ផ្សាយតែអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហើយយើងអត់បាននាំគ្នាទៅជែកថាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មានមធ្យោបាយអីខ្លះមានចំណុចអីខ្លះតែគេធ្វើយ៉ាងម៉េចហើយនេះបានជាប្រទេសមួយចំនួនគេគ្រោះថ្នាក់ចរាចរណ៍វាមានដែរប៉ុន្តែគេមានសាច់ជាងយើងសូមឲ្យចែករំលែកឲ្យបានច្រើននេះការអប់រំសង្គមឲ្យបានច្រើនជាការផ្សាយជាងចាសូមអរគុណលោកពុយគាដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារជប៉ុនខ្ជូដូដែលបានចំណាយពេលវេលាផ្ដល់កិច្ចសម្ភាសន៍ដល់វិទ្យុវិទ្យុនៅក្នុងនីតិបច្ចុប្បន្នភាពសង្គមប្រចាំសប្តាហ៍ឬក្នុងកម្មវិធីព័ត៌មានរបស់វិទ្យុវិទ្យុចាសូមអរគុណលោកពុយគានិងសូមជម្រាបលាចាសូមអរគុណជាអ្នកសូមលាព្រឹត្តិការណ៍នយោបាយសេដ្ឋកិច្ចនិងសង្គមមានផ្សាយជូនរៀងរាល់ថ្ងៃនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកចាប់ពីម៉ោង6ដល់ម៉ោង7ពេលថ្ងៃចាប់ពីម៉ោង12ដល់ម៉ោង1រសៀលពេលល្ងាចចាប់ពីម៉ោង6ដល់ម៉ោង7យប់វិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានឈានមុខសន្សារខ្ញុំមានគម្រោងសាងសង់អគារដ៏ធំនៅម្ដុំនេះហុងស៊ុយយ៉ាងម៉េចដែរលីអូបងតែអគារលឺទៅប្រើស៊ីម៉ង់អុកណាស៊ីម៉ង់អុកស៊ីម៉ង់អុកគង់ណាភាពល្អពីហូស៊ីងុកស៊ីម៉ង់អុកស្រួលប្រើសាច់លីបាយហាក់ណែលីអូហឹងបំសំណេងពេលហើយលុយកាក់ទីកលីអូបងផុសសម្រាប់ការសាងសង់លីបលឺអូខេខ្ញុំជឿយកស៊ីម៉ង់អុកលីអូណាសឿអូអាតស៊ីម៉ង់អុកគុណភាពចំណាត់ថ្នាក់លេខ1បទយកការក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះប្រជាពលរដ្ឋមួយចំនួនបានទិញសម្ភារៈសែនព្រេននិងគ្រឿងសម្រាប់លម្អផ្ទះអ្នកខ្លះបានទិញសម្ភារៈដ៏ច្រើនលើសលប់ដូចជាក្រដាសសែនដែលមានគ្រប់មុខហើយការដុតនៅថ្ងៃចូលឆ្នាំផងនោះមិនមែនមានតែប្រជាពលរដ្ឋតែមួយផ្ទះឬពីរផ្ទះនោះទេគឺស្ទើរតែប្រជាជនរស់នៅទីក្រុងនិងជនបទភាគច្រើនបានធ្វើវាឡើងស្របពេលជាមួយគ្នានោះវាក៏បានរួមចំណែកក្នុងការប៉ះពាល់ដល់បរិស្ថាននិងគ្រោះអគ្គិភ័យផ្សេងៗផងដែរក្នុងការចូលរួមចំណែកកាត់បន្ថយកត្តាហានិភ័យទាំងអស់នេះមាននិស្សិតខ្មែរមួយរូបបែកគំនិតផលិតក្រដាសសែនស៊េរីថ្មីដែលមានលក្ខណៈពិសេសខុសពីក្រដាសសែនទូទៅចង់ដឹងព័ត៌មាននេះកាន់តែច្បាស់ជាបន្តសូមស្ដាប់បទយកការដែលរៀបចំដោយអឿនភីរ៉ាដូចតទៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះប្រជាពលរដ្ឋមួយចំនួនបានទិញសម្ភារៈសម្រាប់សែននិងគ្រឿងសម្រាប់លម្អផ្ទះអ្នកខ្លះបានទិញសម្ភារៈដ៏ច្រើនលើសលប់ដូចជាក្រដាសសែនដែលមានគ្រប់មុខហើយការដុតនៅថ្ងៃចូលឆ្នាំផងនោះមិនមែនតែប្រជាពលរដ្ឋតែមួយផ្ទះនោះទេគឺស្ទើរតែប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនិងជនបទភាគច្រើនបានធ្វើវាឡើងស្របពេលជាមួយគ្នានោះការដុតក្រដាសសែនដ៏ច្រើនលើសលប់នេះវាបានចូលរួមក្នុងការធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងគ្រោះអគ្គិភ័យផ្សេងៗផងដែរ
ដែលឡែកបើយើងក្រឡេកមើលពីសម្ភារៈសែនគ្រប់មុខលើកលែងតែចំណីអាហារដែលគេប្រើសម្រាប់ដុតសែនព្រេនជូនកងម៉ានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីបងប្អូនជនជាតិចិនវៀតណាមនិងវត្ថុសម្រាប់លម្អលំនៅឋានដែលគេប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាភាគច្រើនមួយចំនួនធំសុទ្ធតែនាំចូលពីប្រទេសចិនឬប្រទេសវៀតណាមប៉ុន្តែកាលពីពេលថ្មីៗនេះនិស្សិតខ្មែរមួយរូបដែលគេកំពុងស្គាល់នៅលើបណ្ដាញសង្គម Facebook ដែលមានគំនិតច្នៃប្រឌិតក្រដាសសែនស៊េរីថ្មីដែលមានលក្ខណៈពិសេសខុសពីក្រដាសសែនទូទៅយុវជនស្រីរិទ្យាជានិស្សិតឆ្នាំទី4នៃវិទ្យាស្ថានភាសាបរទេសហៅកាត់ថា IFL ដែលមានគំនិតច្នៃក្រដាសប្រាក់សែនសម្រាប់ថ្ងៃបុណ្យប្រពៃណីរបស់បងប្អូនចិនវៀតណាមក៏ដូចជាថ្ងៃសែនក្បាលទឹកនិងថ្ងៃបុណ្យចូលឆ្នាំខ្មែរជាដើមក្រដាសសែនស៊េរីថ្មីដែលគេផលិតឡើងនេះគឺដើម្បីកាត់បន្ថយអត្រាគ្រោះអគ្គិភ័យនិងផលប៉ះពាល់ដល់បរិស្ថានដែលបណ្ដាលមកពីការដុតក្រដាសយ៉ាងច្រើនលើសលប់ដំបូងយើងដឹងថាប្រពៃណីចិនវៀតណាមគឺត្រូវតែប្រើក្រដាសសែនហ្នឹងហើយគេចង់ឧទ្ទិសទាំងអស់ហ្នឹងឲ្យជីដូនជីតាគេដែលចែកឋានដែលគេជឿថាពួកគាត់នឹងទទួលបានរបស់ហ្នឹងក៏ប៉ុន្តែដោយសារគេដុតច្រើនពេកព្រោះអីមានសេរីជាលុយសេរីជាឡានជាកៅអៅអញ្ចឹងច្រើនអញ្ចឹងទៅវាត្រូវការចំណាយទី1ចំណាយលុយច្រើនទិញមកហើយខាតខូចវាថាលុយចំណូលយើងចាយទៅលើអាកដាស់ទិញយកមកដុតចោលអញ្ចឹងខាតបាត់ហើយទី2ចំនួនកដាស់ដែលយើងត្រូវដុតហ្នឹងវាច្រើនពេលដុតកដាស់ច្រើនទៅវាហើញ៉ៃទៅអាចមានករណីឆេះផ្ទះឆេះអីមានករណីនឹងការឡើងហើយដូច្នេះបើយើងដុតនេះទៅវាតិចអញ្ចឹងយើងអាចស្រួល control វាអញ្ចឹងទៅសុវត្ថិភាពជាងមកហើយទី3ទៀតគឺចង់ឲ្យជាជនទាំងអស់គិតថាកូនខ្មែរយើងក៏មានសមត្ថភាពច្នៃប្រឌិតនៅរបស់អ្វីដែលថ្មីដែរមិនចាំបាច់តែយកចាំតែទិញពីគេអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺទ្រង់ទ្រាយនឹងតិចនិចរចនាក្រដាសដែលយុវជនរូបនេះនឹកឃើញមកកាត់ឡើងគឺមានទំហំធំជាងក្រដាសសែនធម្មតាប៉ុន្តែបង្កប់នៅរូបភាពនិងអត្ថន័យយ៉ាងជ្រាលជ្រៅដោយរំលេចនៅរូបភាពភូមិគ្រឹះដ៏ធំស្កឹមស្កៃក្រដាសប្រាក់គ្រប់ប្រភេទគ្រឿងអលង្ការយានជំនិះទំនើបគ្រប់ប្រភេទផងដែរខ្ញុំឌីហ្សាញវាមានដូចជាវាថាលុយអីក៏ប្រើរូបលុយថ្មីហ្មងដូចជាសេរីក្រោយគ្រឿងអលង្ការឡានទំនើបហើយមានសម្លៀកបំពាក់គ្រប់មករបស់ប្រើប្រាស់ក្នុងផ្ទះហើយណាសម្រាប់ខ្ញុំនិយាយទៅខ្ញុំចេញគំនិតហើយការរៀបចំជួយ design អញ្ចឹងខ្ញុំមានភ្នាក់ងារដូចជាពូខ្ញុំអីគាត់ចាំជួយអញ្ចឹងហើយគាត់អង្គុយគិតជួយគ្នាត្រូវដាក់រូបនេះដករូបនេះចេញធ្វើឲ្យវាមើលទៅវាមានភាពចាប់អារម្មណ៍និងមានរូបភាពដែលពោពេញទៅដោយអត្ថន័យនិងគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដុតជាការកត់សម្គាល់ជារៀងរាល់ឆ្នាំពិធីនេះយើងឃើញមានប្រជាពលរដ្ឋទិញនៅគ្រឿងសម្រាប់សែនដូចជាម្ហូបអាហារសម្ភារៈលម្អផ្ទះនិងសម្ភារៈសម្រាប់សែនផងដែរបងស្រីធីជាអាជីវករនៅផ្សារទូសង្កែនិងជាអ្នករៀបចំពិធីសែនចិនជារៀងរាល់ឆ្នាំផងនោះបានប្រាប់យ៉ាងដូចនេះថាជាទូទៅគាត់ទិញក្រដាសសែនចំណាយអស់យ៉ាងហោចណាស់ 16,000 រៀលហើយចំណាយពេលដុត1ម៉ោងទៅ1ម៉ោងកន្លះទិញក្រដាសឆ្នាំដែលខ្ញុំទិញនោះយ៉ាងហោចណាស់អស់ 6-10,000 តែបើសម្រាប់គេអ្នកមានធំទៅទិញច្រើនជាងហ្នឹងទៀតយ៉ាងហោចណាស់គាត់ក្រដាសសែនមកគេហ្នឹង20,000 30,000នេះរបស់គេហើយចុះពេលដំបូងដុតក្រដាសសែនដងនោះណាយពេលប្រើថាចំណាយមកអង្គយ៉ាងហោចណាស់1ម៉ោងទៅ1ម៉ោងកន្លះឲ្យវាសោះនេះសម្រាប់គេថាអ្នកដុតច្រើនណាដូចខ្ញុំអញ្ចឹងអីខ្ញុំដុតច្រើនគេថាប៉ះពាល់ហ្នឹងការដុតអីមិនតែផ្ទះយើងដុតទៅតែគ្រប់ចាចំណុចទី1គឺតែតែមានហើយឥឡូវគេចង់និយាយថាវាមួយគុណប្រយោជន៍យីសានឲ្យដូនតាមួយទៀតឡានវាមានហើយព្រោះ20ហ្នឹងមែនព្រោះអីវាភ្លើងផ្សែងអីចឹងណាវាហុយឡើងវាជាតិជ័រជាតិអីដល់ប៉ុណ្ណាជាថ្មីម្ដងទៀតយុវជនរូបនេះបានរៀបរាប់ឲ្យដឹងថារូបគេសម្រាប់ចិត្តធ្វើក្រដាសសែននេះឡើងដើម្បីចូលរួមការថែរក្សាបរិស្ថានតាមរយៈការកាត់បន្ថយចំនួនក្រដាសប្រាក់ដែលត្រូវការដុតមិនប្រើប្រាស់ថង់ប្លាស្ទិកដែលជាកត្តាចម្បងក្នុងការបំផ្លាញបរិស្ថានព្រោះក្រដាសសែនដែលគេច្នៃឡើងនេះមានលក្ខណៈពិសេសខុសពីក្រដាសសែនផ្សេងទៀតដោយមិនប្រើប្រាស់ថង់ប្លាស្ទិកឡើយបន្ថែមពីនេះបានរចនាតាមយុទ្ធសាស្ត្រពិសេសមួយដែលអាចជួយសន្សំសំចៃថវិកាពេលវេលានិងកម្លាំងរបស់លោកអ្នកព្រមទាំងជួយកាត់បន្ថយកត្តាហានិភ័យនៃគ្រោះអគ្គិភ័យគ្រប់បែបយ៉ាងផងដែរ
យុវជនរូបនេះបានសង្កត់ធ្ងន់ថាការបង្កើតក្រដាសทรายនេះមិនអាចផ្ដល់ចំណូលបានទេថែមទាំងខាតបង់ពេលវេលារៀនសូត្រទៀតផងតែអ្វីដែលសំខាន់នោះគឺប្រយោជន៍រួមដល់ចង់ឃើញការរីកសាយភាយនៃផលិតផលក្នុងស្រុកនិងគំនិតច្នៃប្រឌិតរបស់កូនខ្មែរហើយអ្វីដែលសំខាន់ជាងគេបង្អស់គឺការចូលរួមថែរក្សាបរិស្ថានដើម្បីនិរន្តរភាពនៃការអភិវឌ្ឍប្រទេសយុវជនរូបនេះសង្ឃឹមយ៉ាងមុតមមថាប្រជាពលរដ្ឋខ្មែរទាំងអស់នឹងយល់ពីអត្ថប្រយោជន៍របស់ក្រដាសសែនស៊េរីថ្មីនេះនិងជួយគាំទ្រស្នាដៃផលិតរបស់កូនខ្មែរឲ្យខិតខំបង្កើតនូវអ្វីដែលប្លែកៗតទៅទៀតខ្ញុំមិនមែនបង្កើតវាដើម្បីសម្រាប់តែឲ្យមនុស្សទិញតែហ្នឹងទេអាចាស់គេនៅតែទិញក៏ប៉ុន្តែយ៉ាងហោចណាស់ក៏គេបន្ថយចំនួននៃការទិញអាចាស់ដែរហើយមកសាកនៅអ្វីដែលថ្មីដែរខ្ញុំសង្ឃឹមថាប្រជាជនយើងទាំងអស់យល់នៅគំនិតនិងបំណងដែលខ្ញុំបានហ្នឹងបង្កើតឡើងហើយឲ្យគាត់ជួយចូលរួមសហការគ្នាដើម្បីកាត់បន្ថយការបំផ្លិចបំផ្លាញបរិស្ថានហើយសូមឲ្យគាត់ជួយគាំទ្រដើម្បីលើកទឹកចិត្តកូនខ្មែរយើងឲ្យខំប្រឹងផលិតរបស់ថ្មីៗផ្សេងៗទៀតតែប៉ុណ្្នឹងហើយជាការពិតណាស់ដោយតែបានរៀបរាប់ខាងលើទាំងនេះគឺជាស្នាដៃផលិតថ្មីរបស់កូនខ្មែរក្នុងការចូលរួមថែរក្សាបរិស្ថានតាមរយៈការកាត់បន្ថយនៅចំនួនក្រដាសសែនដែលត្រូវដុតនិងការមិនប្រើប្រាស់នៅថង់ប្លាស្ទិកដែលវាជាកត្តាចម្បងដ៏ធំក្នុងការបំផ្លាញបរិស្ថានហើយវាក៏ជាផលិតផលថ្មីមួយផងដែរនិងអាចចូលរួមប្រកួតប្រជែងជាមួយនឹងផលិតផលរបស់ប្រទេសជិតខាងបានផងដែរព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM វត្តមានរបស់ខ្ញុំដើម្បីមនុស្សគ្រប់គ្នាខ្ញុំតែងមានវត្តមានក្នុងសកម្មភាពមនុស្សធម៌ខ្ញុំគឺទឹកពិសាគុណភាពអូរ៉ាល់អូរ៉ាល់គឺជាទឹកពិសាដែលមានគុណភាពអូរ៉ាល់គឺជាជម្រើសដ៏ប្រសើរដើម្បីសុខភាពនិងអារម្មណ៍ស្រស់ថ្លារីករាយជាមួយអូរ៉ាល់គ្រប់វ័យគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីខណៈនេះកម្មវិធីផ្សាយព័ត៌មានរបស់ Vithu Video បានឈានចូលដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណភក្ដីភាពរបស់អស់លោកអ្នកនាងដែលបានចំណាយពេលតាមដានស្ដាប់នៅកម្មវិធីផ្សាយព័ត៌មានតាំងពីនាទីចាប់ផ្ដើមរហូតដល់នាទីបញ្ចប់ខណៈនេះនាងខ្ញុំចេនសុជីតាអ្នកដឹកនាំកម្មវិធីផ្សាយព័ត៌មានព្រមទាំងសហការីនៃព័ត៌មានទាំងអស់សូមអរគុណសូមគោរពលាកម្មវិធីព័ត៌មានឧបត្ថម្ភដោយពីម៉ងអូតនិមិត្តសញ្ញាបញ្ជាក់ពីគុណភាពពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នក